សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទហ្វេកមកថ្ងៃនេះយើងគ្រាន់តែមកសរុបភាពរបស់រឿងចាស់ៗរបស់យើងតែប៉ុណ្ណោះបាននៃសាច់រឿងយើងបានឃើញបរិសម្នាក់ដែលកំពុងប្រយុទ្ធជាមួយបិសាចហើយបិសាចនោះបាននិយាយថានេះគឺជាថ្ងៃបញ្ចប់របស់ឯងហើយដែលបរិសម្នាក់នោះមានឈ្មោះថាលីអុនខ្លាញក៏ជាទូប្ររបស់យើងផងដែរបិសាចនោះបានប្រើដុំភ្លើងយ៉ាងធំបាញ់មកកាន់ទូប្ររបស់យើងហើយទូប្ររបស់យើងក៏បានប្រើសិលតកទប់ទល់ជាមួយនឹងដុំភ្លើងមួយនោះក្នុងពេលដែលទប់ទល់នោះលីអុនរបស់យើងក៏បាននិយាយថាខ្សែជីវិតរបស់ខ្ញុំមិនមែនគ្រប់គ្រងដោយដាច់បិសាចបេរឯងនោះទេបន្ទាប់មកលីអុនរបស់យើងក៏បានប្រើវេទមន្តតកដាក់តាមជើងហើយបាញ់ទៅរកស្ដេចបិសាចស្ដេចបិសាចក៏បានស៊ីមួយការវិវាហានោះហើយបិសាចថាមុនពេលដែលអាស្ដេចបិសាចនោះបានស្លាប់វាបាននិយាយថាលីអូឯងហើយអាស្ដេចបិសាចនោះក៏បានរលាយខ្លួនស្រាប់បាត់ទៅពេលដែលលីអូបានឃើញចឹងលីអូត្រូវបានតែសប្បាយចិត្តប៉ុណ្ណោះហើយលីអូរបស់យើងបាននិយាយថាបន្ទាប់មកគឺលែងមានការគំរាមកំហែងដល់ប្រជាជនទៀតហើយបន្ទាប់ពីការយកឈ្នះស្ដេចបិសាចមកលីអូរបស់យើងក៏បានក្លាយជាអ្នកប្រយុទ្ធដ៏អស្ចារ្យមួយរូបដែលប្រជាជនក៏រកហើយនឹងការសរសើរដែលបាននាំយកសន្តិភាពមកដល់ប្រជាជនគ្រប់រូបសាច់រឿងបានបង្ហាញថាលីអូរបស់យើងគឺនៅកន្លែងកុមារកំព្រាហើយគាត់បានរស់នៅកន្លែងនឹងពីទូចរហូតតតែធំតែម្ដងហើយយើងក៏បានឃើញលីអូចុះពីរទះសេះផងដែរបន្ទាប់មកក៏មានក្មេងស្រីម្នាក់ហៅលីអូថាបោកប្រុសលីអូដែរក្មេងស្រីម្នាក់នោះពិតជាខ្ជួលមែនទែនណាបើហើយលីអូរបស់យើងក៏បានកលេចទៅបន្ទាប់មកលីអូបានអង្គុយចុះនិយាយជាមួយក្មេងស្រីនោះហើយក្មេងស្រីនោះបាននិយាយទៅកាន់លីអូថាតើអ្នកនឹងចាក់ចេញពីពួកខ្ញុំមែនទេលីអូបានតបថាត្រូវហើយខ្ញុំនឹងចាក់ចេញពេលដែលខ្ញុំចាក់ចេញសូមអ្នកធ្វើជាក្មេងល្អណាស់អូខេទេបន្ទាប់មកលីអូបានយកដៃអង្អែក្បាលក្មេងស្រីនោះហើយក្មេងស្រីនោះបានញ៉ាំរួចនិយាយថាខ្ញុំសង្ឃឹមថាពេលអ្នកត្រឡប់មកវិញអ្នកនឹងមករៀនវិទ្យាមន្តមកកាន់ខ្ញុំម្ដងទៀតសាច់រឿងក៏បានកាន់មកដល់រយៈផលដែរយើងបានឃើញបរិសុទ្ធពីរនាក់បានស្វាគមន៍ទៅកាន់លីអូរបស់យើងហើយលីអូរបស់យើងបានលោកចង្គង់ហើយនិយាយថាអ្នកដល់កំពុងខ្ពស់អរគុណណាស់សម្រាប់ការរងចាំបន្ទាប់មកក៏បានឮសំឡេងនារីម្នាក់និយាយថាខានជួបគ្នាយូរហើយលោកលីអូនដែលព្រះនាងម្នាក់នោះមានឈ្មោះថាសេរ៉ាបន្ទាប់មកលីអូនក៏បានលើកដៃព្រះនាងនោះហើយយកមកថើបព្រះអង្គដែលមានរាងធាត់នោះបាននិយាយថាខ្ញុំបានកោះហៅគាត់ពេលរាជធានីមួយទៀតដើម្បីមកកន្លែងនេះហើយស្ដេចនោះបាននិយាយថាខ្ញុំបានជឿដំណឹងទៅព្រះនាងហើយព្រះនាងថានឹងមកដល់នៅពេលបន្តិចទៀតពេលដែលបានដឹងថាអ្នកមកដល់កន្លែងនេះបន្ទាប់មកលីអូរបស់យើងបាននិយាយទៅកាន់ព្រះអង្គថាអ្នកដល់ខ្ពង់ខ្ពស់អ្នកហៅខ្ញុំមកទីនេះគឺសម្រាប់អ្វីបន្ទាប់មកស្ដេចនោះបានធ្វើជាកិត្តហើយនិយាយថាតាមសេកបាននិយាយថានៅមានរោងភ្នំដែលមានបិសាចលេចឡើងទៀតហើយយើងក៏បានដឹងផងដែរថាអបរោះដែលមានសក់អាចនោះមានឈ្មោះថាសេពេលដែលបានលើកអញ្ចឹងទូប្រុសរបស់យើងបានឆ្ងល់ជាខ្លាំងខ្ញុំបានសម្លាប់ស្ដេចបិសាចរួចទៅហើយហេតុអ្វីក៏មានរោងភ្នំដែលមានបិសាចនៅក្នុងនោះបានលេចឡើងទៀតបន្ទាប់មកស្ដេចនោះបានធ្វើជាក្អកថា ខ្ញុំចង់ឲ្យអ្នកទៅសើមកេនៅក្នុងនោះព្រោះខ្ញុំបានលើកដំណឹងថាមានមនុស្សជាច្រើនដែលបានចូលទៅក្នុងរោងភ្នំនោះហើយតែមិនអាចត្រឡប់មកវិញបានបន្ទាប់មកស្ដេចនោះបានធាក់ដៃហើយនិយាយថាល្អប្រសិនបើអ្នកទៅអ្នកមិនបាច់ព្រួយបារម្ភទេមុនដំបូងលីអូរបស់យើងក៏ចង់បដិសេធដែរប៉ុន្តែលីអូរបស់យើងបានគិតទៅដល់សុខទុក្ខរបស់ប្រជាជននិងអនាគតរបស់កុមារពិសេសគឺកុមារដែលគាត់បានលេងជាមួយអបាយមិញបន្ទាប់មកលីអូរបស់យើងបាននិយាយថាមិនអីទេទុកការងារនេះឲ្យខ្ញុំធ្វើទៅចោះហើយស្ដេចបាននិយាយថាពេលដែលអ្នកបានបញ្ចប់ការងារនេះខ្ញុំនឹងគិតរឿងអាពាហ៍ពិពាហ៍ព្រះនាងសេលេនឹងជាមួយនេះពេលដែលបានលើអញ្ចឹងព្រះនាងសេលេមានការអៀនជាខ្លាំងហើយព្រះនាងសេលេបាននិយាយថារឿងអាពាហ៍ពិពាហ៍នេះគឺជារឿងធំណាស់ព្រះអង្គលីអូរបស់យើងបានត្រឹមតែសើចប៉ុណ្ណោះហើយអសក់ពោអាចនឹងព្រះអង្គក៏បានសើចអាក្អាយសប្បាយពេញនឹងទៅយើងមើលទៅអសក់ពោអាចមានអារម្មណ៍ថាវាដូចជាសើចដោយការសម្ដែងអញ្ចឹងសុំទោសមែនតើដែលក្បាលដំបងហៅវាខុសច្រឡំហៅវាថាអសអាចពិតជាសុំទោសមែនតើហើយព្រះអង្គបាននិយាយថាមិនអីទេរឿងអាពាហ៍ពិពាហ៍នោះអ្នកចាំធ្វើដំណើរទៅជាមួយសេងព្រោះសេងបានដឹងថារោងភ្នំដែលលេចឡើងហើយមានបិសាចនៅក្នុងនោះវានៅទីណាចាំស្អែកចាំអ្នកធ្វើដំណើរទៅជាមួយសេងទៅហើយព្រះនាងសេលេបាននិយាយទៅកាន់លីអូថាសូមថែរក្សាខ្លួនផងកាត់ចូលមកថ្ងៃស្អែកយើងបានឃើញលីអូកំពុងតែរៀបចំអីវ៉ាន់ដើម្បីធ្វើដំណើរបន្ទាប់មកយើងក៏បានលើសំឡេងព្រះរាជបុត្រសេងបាននិយាយថាសូមទោសសម្រាប់ការដែលធ្វើឲ្យអ្នករងចាំយូរហើយព្រះរាជបុត្រសេងបាននិយាយថាខ្ញុំរីករាយណាស់ដែលបានធ្វើការជាមួយអ្នកលោកលីអូបន្ទាប់មកលីអូបានចាប់ដៃព្រះរាជបុត្រសេងហើយនិយាយថាដូចគ្នាខ្ញុំពិតជារីករាយណាស់ដែលបានធ្វើការជាមួយអ្នកសាច់រឿងក៏កាន់មកដល់រោងភ្នំដែលពួកគេត្រូវស៊ើបអង្កេតហើយព្រះរាជបុត្រសេងបាននិយាយថាគឺវានៅក្នុងនឹងហើយលីអូបានតបថាមិនអីទេសូមអ្នកចូលប្រុងប្រយ័ត្នហើយពួកគេក៏បានចូលទៅដល់រោងភ្នំនោះទៅដែលយើងឃើញរោងភ្នំនោះមានដើមឈើអ្វីចម្លែកមែនទែនហើយលីអូបាននិយាយថាតើដើមឈើនេះមែនទេដែល
ដែលបង្កគ្រោះថ្នាក់ដល់អ្នកមុនពេលដែលបានចូលមកដល់កន្លែងនេះព្រះរាជបុត្រសេនសូមប្រុងប្រយ័ត្នបន្ទាប់មកព្រះរាជបុត្រសេនក៏បានចាក់លីអូពីក្រោយជាមួយអាវុធដែលបញ្ចូលទៅដល់ជាតិពងពេលដែលព្រះរាជបុត្រសេនបានចាក់អញ្ចឹងហើយទូប្រុសរបស់ជាក៏នៅធម្មតាផងដែរហើយនិយាយទៅកាន់ព្រះរាជបុត្រសេនថាហេតុអ្វីបានជាអ្នកធ្វើបែបនេះព្រះរាជបុត្រសេនបានតបថានេះហើយគឺជាកន្លែងប្រហារជីវិតរបស់ព្រះនាងសេរាគឺជារបស់ខ្ញុំតែម្នាក់គត់ហើយខ្ញុំនឹងប្រាប់ថាពេលដែលអ្នកបានស្លាប់វាគឺជាអភូតហេតុនិងគ្រោះថ្នាក់លីអូបានតបថាវត្តខ្ញុំមិនចាប់អារម្មណ៍ជាមួយបុណ្យស័ក្តិនិងព្រះនាងសេរាទេសំខាន់ខ្ញុំធ្វើដើម្បីអនាគតក្មេងៗតែប៉ុណ្ណោះពេលដែលបានលឺអញ្ចឹងបន្ទាប់មកព្រះរាជបុត្រលីអូបានគប់កតាខ្លាឃ្មុំនោះទៅចំក្បាលលីអូហើយនិយាយថាខ្ញុំមិនទុកឲ្យអ្នកនៅឯកានោះទេខ្ញុំបានសម្លាប់ក្មេងទាំងអស់នោះកាលពីម្សិលមិញរួចទៅហើយពេលដែលអ្នកស្លាប់ទៅអ្នកគួរតែរីករាយជាមួយនឹងជីវិតរបស់អ្នកទៅអ្នកនឹងបានឡើងថាសួរជាមួយនឹងក្មេងទាំងអស់នោះបន្ទាប់ពីឮពាក្យពេចន៍សម្ដីដ៏ថោកទាវរបស់ព្រះរាជបុត្រសេនលីអូរបស់យើងបានខឹងយ៉ាងខ្លាំងបន្ទាប់មកបានស្ទុះទៅខំព្រះរាជបុត្រសេនប៉ុន្តែព្រះរាជបុត្រសេនបានធាក់ទម្លាក់លីអូចូលក្នុងជ្រោះហើយជាមួយនឹងពាក្យសម្ដីថាអរគុណណាស់គ្រប់យ៉ាងដែលលីអូបានធ្វើសម្រាប់ខ្ញុំនេះគ្រាន់ជាការបើកបញ្ឆោតប៉ុណ្ណោះអ្វីគ្រប់យ៉ាងគឺអរគុណសម្រាប់អ្នកហើយអ្នកប្រយុទ្ធដ៏យុត្តិធម៌លីអូរបស់យើងទោះដឹងថាតិចទៀតខ្លួនត្រូវស្លាប់ក៏ដោយក៏មិនភ្លេចជាមួយនឹងគំនុំនេះដែរបន្ទាប់មកលីអូរបស់យើងក៏បានបិទភ្នែកដើម្បីត្រៀមយកសេចក្តីស្លាប់យើងក៏បានឃើញទឹកមួយដំណក់ធ្លាក់ចោលបន្តិចម្ដងមកដល់រោងភ្នំខាងក្រោមបន្ទាប់មកលីអូរបស់យើងក៏បានបើកភ្នែកហើយនិយាយថាតើខ្ញុំនៅមានជីវិតមែនទេតែរឿងទាំងអស់នោះអត់លើមិនសំខាន់ទេសំខាន់ខ្ញុំនឹងរកផ្លូវចែកហើយទៅសោកសិទ្ធជាមួយព្រះរាជបុត្រសេនខ្ញុំនឹងមិនបំភ្លេចរាល់ទង្វើរបស់ព្រះរាជបុត្រសេននោះទេហើយលីអូរបស់យើងក៏បានងើចេញពីទឹកហើយមើលទៅរោងភ្នំនោះនិយាយថាហេតុអ្វីបានជារោងភ្នំនេះធំបែបនេះខ្ញុំនឹងត្រូវរកផ្លូវចេញជាមុនសិនបន្ទាប់មកយើងក៏បានឃើញពន្លឺអ្វីស្វាយជះមកមុខលីអូរបស់យើងពេលដែលលីអូបានមើលទៅក៏ដឹងថាវាជាបិសាចបន្ទាប់មកលីអូរបស់យើងក៏បានប្រើ Fireball បាញ់ទៅបិសាចនោះស្លាប់បាត់ទៅពេលដែលបានស្លាប់បិសាចនោះរួចក៏មានផ្ទាំង Windows មួយបានលុបបង្ហាញថាវ៉ែសម្ងាត់ការឡើងវិញនៃបិសាចដែរមិនចេះមានដែរកំណត់ចំនួនកំណត់ត្រូវឲ្យអ្នកសម្លាប់ឲ្យបាន1លានពេលនេះអ្នកសម្លាប់បាន1លើ1លានហើយពេលដែលលីអូរបស់យើងបានឃើញចឹងលីអូមិនដឹងថាវាគឺជាអ្វីនោះឡើយសំខាន់ពេលនេះគឺមានបិសាចមកពីក្រៅខ្នងមួយទៀតហើយលីអូរបស់យើងក៏បានប្រើ Fireball បាញ់វាស្លាប់មួយទៀតបាត់ទៅពេលដែលបាញ់វាស្លាប់ព្រះ Windows បានបង្ហាញថាអ្នកបានសម្លាប់2លើ1លានហើយលីអូរបស់យើងក៏បាននិយាយថាពេលដែលខ្ញុំបានសម្លាប់វានឹងកើនឡើងពេលនេះខ្ញុំដឹងត្រូវតែធ្វើអ្វីហើយសំខាន់ខ្ញុំត្រូវរកច្រកជនជាមុនសិនមុននឹងសម្លាប់បិសាចឲ្យបានគ្រប់ចំនួន1លានពេលដែលលីអូបានធ្វើដំណើរទៅខាងមុខទៀតក៏បានឃើញសាកសពមនុស្សជាច្រើនបានដេកស្លាប់ហើយលីអូរបស់យើងបាននិយាយថាទាំងនេះមែនទេគឺជាមនុស្សដែលបានបាត់ខ្លួនហើយលីអូរបស់យើងក៏បានលោតជង្គង់ដើម្បីកាន់ទុកមនុស្សទាំងអស់នោះហើយគិតក្នុងចិត្តថាខ្ញុំមិនអាចបណ្ដោយខ្លួនឲ្យស្លាប់តាមបែបនេះបានទេចាប់តាំងពីថ្ងៃនោះមកលីអូរបស់យើងក៏បានធ្វើដំណើរផងនិងសម្លាប់បិសាចទាំងអស់នោះផងមួយឆ្នាំបានកន្លងផុតទៅចំនួនដែលលីអូបានសម្លាប់បិសាចនោះគឺមានចំនួន10000ទោះលីអូរបស់យើងត្រូវបានសត្វបិសាចវាប្រហារយ៉ាងណាក៏ដោយរឿងតែមួយគត់ដែលធ្វើឲ្យលីអូរបស់យើងតក់កង្វល់នោះគឺការសោកសិទ្ធជាមួយព្រះរាជបុត្រសេនកន្លះឆ្នាំបានកន្លងផុតទៅយើងឃើញចំនួនដែលលីអូបានសម្លាប់គឺមានចំនួន100,000ក្នុងពេលកន្លះឆ្នាំដែលលីអូរបស់យើងបានសម្លាប់បិសាចវាធ្វើឲ្យលីអូរបស់យើងបានរៀននៅមេជីកថ្មីមួយដែលមានឈ្មោះថាវេទមន្តដែលពោពេញទៅដោយភាពខ្មាំងងងឹតមុនដំបូងលីអូរបស់យើងមិនដែលប៉ះពាល់ជាមួយនឹងវេទមន្តខ្មាំងនោះទេប៉ុន្តែយូរទៅលីអូរបស់យើងក៏បានដឹងថាវេទមន្តខ្មាំងនេះគឺជាចំណុចដែលចាំបាច់ដើម្បីសោកសិទ្ធជាមួយព្រះរាជបុត្រសេន10ឆ្នាំបានកន្លងផុតទៅយើងក៏បានឃើញលីអូរបស់យើងពោពេញទៅដោយវេទមន្តនៃភាពខ្មាំងងងឹតហើយចំនួនដែលត្រូវសម្លាប់ក៏បានគ្រប់គ្រាន់ផងដែរទាំង Windows បានជឿដំណឹងថាសូមអបអរសាទរអ្នកបំពេញភារកិច្ចខ្វះសម្ងាត់បានជោគជ័យហើយក៏មានសម្លេងចម្លែកបានពន្លឺឡើងថាខ្ញុំសូមប្រាប់អ្នកសូមយកឈ្នះហើយលីអូរបស់យើងតបទៅវិញជាមួយនឹងភាពអស់កម្លាំងថាតើខ្ញុំត្រូវយកឈ្នះអ្នកណាតើវានៅឯណាហើយក៏មានពន្លឺជាទៅមុខលីអូរបស់យើងពេលដែលលីអូបានមើលទៅក៏ដឹងថាវាជាទ្វារមាសហើយក៏ជាច្រកចេញផងដែរហើយលីអូរបស់យើងក៏បានយកដៃបាំងភ្នែកហើយលីអូរបស់យើងបាននិយាយថាតើមានអ្វីកើតឡើងចំពោះផែនដីរបស់ខ្ញុំតើខ្ញុំអាចត្រឡប់ទៅទីក្រុងដើមរបស់ខ្ញុំបានទេហ
ហើយយើងក៏បានឃើញដុំអ្វីដែលមានរាងពណ៌ស្វាយវាចាប់ផ្ដើមធ្លាក់បញ្ចុះបន្តិចម្ដងរហូតដល់ទឹកហើយយើងក៏បានឃើញបុរសម្នាក់ផងដែរបុរសម្នាក់នោះបានបើកផ្លែកហើយមើលមុខខ្លួនឯងនៅក្នុងទឹកហើយនិយាយថាតើបុរសម្នាក់នេះគឺជានរណាបន្ទាប់មកបុរសម្នាក់នោះបានសាច់សាឡោពេញនោះតែប៉ុណ្ណោះហើយមើលទៅកន្លែងមួយហើយសួរថាតើពេលនេះខ្ញុំនឹងឯណាយើងក៏បានដឹងផងដែរថាវិញ្ញាណរបស់លីអូរបស់យើងក៏បានឆ្លងចូលមកដល់ក្មេងប្រុសម្នាក់នេះផងដែរមុននឹងធ្វើការស្លេះសាច់រឿងរបស់យើងក៏សូមឲ្យអ្នកទាំងអស់គ្នាត្រឡប់ទៅសភាពដើមអ្នកទាំងអស់គ្នាព្រោះតាអ្នកទាំងអស់គ្នាស្អាតហើយលេចូលមើលវីដេអូរបស់ខ្ញុំទៀតហើយអញ្ចឹងមានតែជូនពរអ្នកទាំងអស់គ្នាទៅសភាពដើមរបស់អ្នកទាំងអស់គ្នាវិញហើយមួយទៀតគឺជូនពរឲ្យតែទទួលបានសុភមង្គលនិងសុវត្ថិភាពតាមផ្លូវពេលដែលធ្វើដំណើរទៅកន្លែងណាក៏ដោយបន្តពីភៀមមុនទូប្រុសរបស់យើងបានមើលទៅកន្លែងមួយហើយទូប្រុសរបស់យើងបានសួរខ្លួនឯងថាតើខ្ញុំនៅទីណាបន្ទាប់មកក៏មានសលេងមនុស្សម្នាក់បាននិយាយមកកាន់ទូប្រុសរបស់យើងថាមិននឹកស្មានថាអ្នកនៅតែដឹងខ្លួនតតែសោះហើយទូប្រុសរបស់យើងបានកន្លែងទៅទើបដឹងថាជាក្មេងពីល3នាក់ហើយអានៅចំកណ្ដាលគេហើយរៀងសក់ពណ៌ក្រហមនេះបាននិយាយថាអ្នកមើលទៅដូចជាតំណងណាស់ដូចជាបាល់ស័កដែលទូឲ្យខ្ញុំវាយអញ្ចឹងកូរ៉ូបែនហើយលីអូរបស់យើងបានតបថាអ្នកនិយាយថាកូរ៉ូបែននេះគឺជាខ្ញុំមែនទេហើយអ្នកទាំងអស់គ្នាគឺជានរណាហើយអានៅចំកណ្ដាលគេបានតបថាអ្នកឈប់និយាយអ្វីឈួតទៅបន្ទាប់មកវាបានចាប់ក្បាលទូប្រុសរបស់យើងបោកទៅនឹងទៅជាមួយនឹងពាក្យសម្ដីថាបើអ្នកនៅតែដេកនឹងរូបទៀតទុកឲ្យខ្ញុំជាអ្នកដានអ្នកហើយលីអូរបស់យើងបានគិតក្នុងចិត្តថាតើគាត់បានធ្វើអ្វីមុននោះនិយាយមែនទូប្រុសរបស់យើងអត់ចោលអាចរឹកល្អនឹងសោះហើយមួយទៀតទូប្រុសក៏ខ្ញុំហៅកូរ៉ូបែនក៏ខ្ញុំហៅហើយលីអូក៏ខ្ញុំហៅដែរក្នុងរឿងនេះអ្នកទាំងអស់គ្នាមកឆ្ងល់ម្ដងលីកូរ៉ូបែនម្ដងលីអូហើយម្ដងលីទូប្រុសទេមកឆ្ងល់ទេបន្ទាប់មកលីអូរបស់យើងក៏បានប្រើវេទមន្តមួយដែលមានឈ្មោះថាគ្រឿងសឹកនៃភវៈទឹកដែលធ្វើឲ្យកន្លែងនោះមានការបន្ទូទឹកជាខ្លាំងអាប៉ែដែលនៅកណ្ដាលគេនោះបានស៊ីមួយការបន្ទូរបស់ទឹកនោះដែលធ្វើឲ្យវាខ្ទាត80ម៉ែត្របាត់ទៅបន្ទាប់មកអាប៉ែដែលនៅគេនោះបាននិយាយថាតើទូប្រុសរបស់យើងកំពុងធ្វើអ្វីបាគីសាន់តើអ្នកមិនអីទេចង់និយាយថាទូប្រុសរបស់យើងបានឆ្លងមកសម័យទំនើបគេនៅក្នុងប្រទេសជប៉ុនមកឆ្ងល់ទៀតថាពាក្យច្រើនគឺឈ្មោះជប៉ុនហ្នឹងហើយលីអូរបស់យើងបានបើកផ្នែកកំណាចជាមួយនឹងពាក្យសម្ដីថាខ្ញុំឥឡូវមិនដូចពីមុនទេបន្ទាប់ពីស៊ីមួយការបន្ទូទឹកដ៏ធំដែលធ្វើឲ្យអាប៉ែកណ្ដាលគេនោះមានការភ័យខ្លាចជាខ្លាំងហើយនិយាយថាតោះយើងទៅហើយពួកវាក៏បានរបាត់ទៅបន្ទាប់មកក៏មានសម្លេងចម្លែកមួយបាននិយាយមកកាន់លីអូរបស់យើងថាអ្នកបានបញ្ចេញធម្មពលដ៏ច្រើនសន្ធឹកសន្ធាប់ទោះបីជាវិតមន្តរបស់អ្នកត្រូវបានបង្ក្រាបក៏ដោយលីអូរបស់យើងបានកលេចមកហើយមើលពន្លឺនោះហើយគិតក្នុងចិត្តថាតើពន្លឺនោះគឺជាអ្វីហើយពន្លឺនោះបានហត់ទៅមុខហើយនិយាយទៅកាន់លីអូរបស់យើងថាតោះយើងទៅកន្លែងស្ងាត់ដើម្បីនិយាយគ្នាជំនួសវិញលីអូរបស់យើងក៏បានដើរតាមពន្លឺនោះទៅមកដល់កន្លែងមួយហើយពន្លឺនោះបាននិយាយថាមើលទៅកន្លែងនេះវាគួរឲ្យសោកសៅល្អណាស់មិនអីទេហើយក៏មានពន្លឺពណ៌ស្វាយជាខ្លាំងជាមកមុខទូប្រុសរបស់យើងពន្លឺនោះក៏បានប្រែក្លាយជាក្មេងស្រីទូចមួយហើយរួចមកអោបលីអូរបស់យើងថាលីអូសាម៉ាទីបំផុតយើងបានជួបគ្នាហើយបើអ្នកទាំងអស់គ្នាមិនដឹងថាពាក្យសាម៉ាហ្នឹងគឺជាអ្វីទេចាំខ្ញុំប្រាប់បាទពាក្យថាលីអូសាម៉ាហ្នឹងគឺពាក្យសាម៉ាហ្នឹងគឺដូចជាម្ចាស់អញ្ចឹងមានតែប៉ុណ្្នឹងឯងអត់យល់អត់លីអូរបស់យើងបានរុញក្មេងតូចនោះចេញហើយនិយាយថាតើពិភពលោកនេះគឺជាអ្វីបើអ្នកដឹងសូមអ្នកប្រាប់ខ្ញុំផងបន្ទាប់មកក្មេងតូចម្នាក់នោះក៏បានធ្វើការសុំទោសទៅកាន់លីអូរបស់យើងហើយនាងក៏បានចាប់ផ្ដើមណែនាំខ្លួននាងមានឈ្មោះថាលីអូហើយគឺជាអ្នកជូនសាររបស់ព្រះលីអូរបស់យើងបាននិយាយជាមួយនឹងចម្ងល់ថាអ្នកជូនសាររបស់ព្រះលូណាបានតបថាវាគឺជារឿងធម្មតាទេព្រោះខ្ញុំគឺជាអ្នកដែលបានកត់ត្រាពីអ្នកដែលស្លាប់ពេលដែលបានលឺអញ្ចឹងធ្វើឲ្យទូប្រុសរបស់យើងសត់ជាខ្លាំងហើយលូណាបានរៀបរាប់ជាច្រើនទៀតថាអ្នកបានទទួលមរណភាពកាលពីដែលមានមនុស្សបានរុញអ្នកចូលក្នុងរណ្ដៅនោះបាត់ទៅហើយពិភពលោកមួយនេះគឺខុសពីពិភពដើមដែលអ្នកបានរស់នៅពេលដែលបានលឺអញ្ចឹងដែលធ្វើអារម្មណ៍ទូប្រុសរបស់យើងបានរត់ចោលគ្រឿងកាយបាត់ទៅហើយលូណានៅតែបន្តនិយាយទៀតថាមុនដំបូងអ្នកគឺទៅបានស្លាប់យូរហើយដោយសារការធ្វើល្អរបស់អ្នកទើបព្រះជាម្ចាស់បានយកចិត្តទុកដាក់ជាមួយអ្នកបន្តឲ្យអ្នករស់រានមានជីវិតហើយក៏បានបញ្ជូនអ្នកមកដល់ពិភពលោកមួយនេះហើយលីអូរបស់យើងក៏បានអង្គុយសែតបាត់ទៅលីនូណាបាននិយាយទៅកាន់ទូប្រុសរបស់យើងថាតើអ្នកអាចសម្រួលអារម្មណ៍បានទេលីអូរបស់យើងបានតបថាត្រូវហើយប៉ុន្តែអារម្មណ៍នេះមិនទាន់ប្រកបទេថាវាអាចសម្រួលអារម្មណ៍បានហើយលូណាបាននិយាយទៅកាន់លីអូយើងថាខ្ញុំពិតជាសូមទោសដែលបញ្ជូនអ្នកមកដល់កន្លែងដែលមិនគួរឲ្យជឿហើយលីអូរបស់យើងបានតបថាមិនអីទេពេលនេះខ្ញុំអាចសម្រួលអារម្មណ៍ដៃខួរក្បាលរបស់ខ្ញុំបានហើយបន្ទាប់មកលីអូរបស់យើងក៏បានសួរទៅលូណាថាតើហេតុអ្វីបានជាព្រះជាម្ចាស់បញ្ជូនខ្ញុំមកដល់ពិភពលោកមួយនេះបន្ទាប់មកក៏មានពន្លឺពណ៌ប៊ូតុងជាខ្លាំងជាមកពីក្រោយលូណា
លូណាបានក៏លើកទៅពីក្រៅហើយនិយាយថានេះលីអូរបស់យើងមានការផ្សាយអាចជាខ្លាំងព្រោះបានក៏លើកទៅដឹងថាវាជាខ្លាំងទីមួយដ៏ធំប៉ុណ្ណានៅតែម្ដងបន្ទាប់មកលូណាបានដើរទៅខាងមុខហើយនិយាយថានេះហើយគឺជាពេលវេលាដ៏ល្អឥតខ្ចោះហើយបានហុចដៃដើម្បីឲ្យលីអូរបស់យើងមកតាមជាមួយនឹងពាក្យសម្ដីថាខ្ញុំនឹងបង្ហាញនៅចម្ងល់អ្វីគ្រប់យ៉ាងដែលអ្នកបានសួរមកកាន់ខ្ញុំលីអូរបស់យើងមិនបានគិតច្រើននៅទេក៏បានធ្វើដំណើរចូលទៅក្នុងខ្លោងទ្វារជាមួយលូណាបាត់ទៅពេលដែលបានចូលមកដល់ក្នុងហើយមើលទៅទេសភាពទាំងអស់នោះក៏ឃើញមានស្រវល់អ្វីមួយចម្លែកយើងក៏បានដឹងថាស្រមោលនោះគឺជាបិសាចនោះបានស្ទុះមកដើម្បីបើកការវាប្រហារទៅកាន់អ្នកទាំងពីរដែលបិសាចនោះមានឈ្មោះថាការ៉េនសូរ៉េហើយវាក៏ស្ថិតនៅក្រោមបង្គាប់របស់ស្ដេចបិសាច Bearer សមត្ថភាពរបស់វាគឺមានសៀដ៏រឹងមាំដែលមិនអាចងាយមកបែកបានហើយលីអូរបស់យើងបានទៅក្នុងចិត្តថាខ្ញុំបានចំណាយពេល3ថ្ងៃដើម្បីសម្លាប់វាក្នុងពិភពដើមរបស់ខ្ញុំពេលនេះខ្ញុំមិនដឹងត្រូវធ្វើអ្វីនោះទេហើយលូណាបាននិយាយថាលោកលីអូពេលដែលអ្នកបានប្រើវេទមន្តនោះវានឹងមកដូចជានំខេតអញ្ចឹងលីអូរបស់យើងបានគិតថាវេទមន្តនោះបន្ទាប់មកលីអូរបស់យើងក៏បាននឹកឃើញទៅដល់វេទមន្តដែលពុះពេញទៅដោយភាពខ្មាំងងងឹតហើយអបិសាចនោះក៏បានហាមាត់មកខំទូបរបស់យើងតែលីអូរបស់យើងគ្រាន់តែបានលើកដៃទប់តែប៉ុណ្ណោះដែលធ្វើឲ្យចំហាយវេទមន្តងាយភាពដែលពុះពេញទៅដោយខ្មាំងងឹតគឺជាភីយ៉ាងខ្លាំងតែម្ដងហើយលីអូរបស់យើងបានលើកដៃគ្រាន់តែបង្កើតសពាបន្តិចតែប៉ុណ្ណោះដែលធ្វើឲ្យរនាំងរបស់អបិសាចនោះប្រែបាត់ទៅពេលដែលបានឃើញធម្មពលងាយភាពខ្លាំងងឹតរបស់លីអូរបស់យើងខ្លាំងពេកដែលធ្វើឲ្យអបិសាចនោះក៏ចាប់តាមរត់តែម្ដងពេលដែលបានឃើញថារបាំងវេទមន្តរបស់អបិសាចនោះបានខ្ទេចដែលធ្វើឲ្យទូប្ររបស់យើងបានបន្តបាក់ការវាប្រហារតែកាត់បិសាចនោះហើយទូប្ររបស់យើងក៏បានលើកដៃហើយនិយាយថាក្រយាមនៃការស្លាប់ក៏បានវាប្រហារត្រូវបិសាចនោះស្លាប់បាត់ទៅយើងបានឃើញលូណាសប្បាយចិត្តជាខ្លាំងហើយនិយាយថាទីបំផុតនេះអាចធ្វើបានហើយលីអូរបស់យើងបានគិតក្នុងចិត្តថាធម្មពលមួយនេះពិតជាវាមានច្រើនហួសព្រំដែនដែលខ្ញុំបានគិតទុកភ្លាមនោះលីអូរបស់យើងបានឆ្ងល់ជាខ្លាំងយើងបានឃើញលូណានៅតែសប្បាយចិត្តដូចជាធម្មតាអញ្ចឹងហើយលីអូបាននិយាយទៅកាន់លូណាថាអ្នកបានលាក់ទុកព័ត៌មានជាច្រើនណាស់ហើយលូណារបស់យើងបានអះក្បាលនិយាយជាមួយសម្ដេចថាខ្ញុំពិតជាសុំទោសមែនតើខ្ញុំគ្រាន់តែចង់បញ្យល់អ្នកតាមរបៀបនេះតែប៉ុណ្ណោះព្រោះវាងាយស្រួលយល់ជាងហើយលីអូរបស់យើងបាននិយាយថាល្អអញ្ចឹងខ្ញុំយល់ពីស្ថានភាពនេះហើយបន្ទាប់មកលីអូរបស់យើងបានសួរទៅកាន់លូណាថាតើស្ដេចបិសាច Bearer មកកាន់ពិភពលោកនេះដែរមែនទេលូណាបានតបថាត្រឹមត្រូវហើយគឺមានខ្លោងទ្វារដែលបានលេចឡើងដោយសារឥទ្ធិពលរបស់ស្ដេចបិសាច Bearer ហើយលូណាបន្តនិយាយទៀតថាបើអ្នកចាក់ចេញពីខ្លោងទ្វារពីពិភពនេះពិភពលោកនេះនឹងត្រូវបំផ្លាញដោយសារស្នាដៃបិសាចទាំងអស់នោះតែម្ដងខ្ញុំយល់ហើយហេតុអ្វីបានជាព្រះទាំងអស់នៅបញ្ជូនខ្ញុំមកកន្លែងនេះហើយចាប់អ្នកធ្វើជាអ្នកណែនាំរបស់ខ្ញុំហើយបញ្ជូនខ្ញុំមកពិភពលោកមួយនេះទូប្ររបស់យើងបានបន្តគិតថាហេតុអ្វីបានជា Bearer អាចធ្វើបែបនេះបានយើងក៏បានឃើញទង់អ្វីមួយនៅមុខអ្នកទាំងពីរហើយលីអូរបស់យើងបានគិតថាតើទង់នោះគឺជាអ្វីបន្ទាប់មកទូប្ររបស់យើងក៏បានគិតឃើញថាតើគាត់នឹងមកពិភពលោកនេះដែរឬទេមាននរណាឆ្ងាយនោះទេគឺព្រះរាជបុត្រសេនដែលបានរុនលីអូរបស់យើងធ្លាក់រំដៅនឹងហើយពេលដែលបានគិតដល់រឿងទាំងអស់នោះដែលធ្វើឲ្យលីអូរបស់យើងមានកំហឹងជាខ្លាំងបន្ទាប់មកលូណារបស់យើងក៏នឹកឃើញអ្វីមួយហើយក៏សូមលីអូរបស់យើងចាក់ចេញបាត់ទៅយើងក៏បានឮសំឡេងសម្រាប់ជើងមនុស្សអ្នកបានដើរមកលីអូរបស់យើងបានកន្លែងទៅក្រោយហើយក៏បានឃើញនារីម្នាក់នោះបាននិយាយមកកាន់លីអូរបស់យើងថាអ្នកនៅទីនេះតើខ្ញុំអាចមានពេលនិយាយជាមួយអ្នកបានទេដែលនារីម្នាក់នឹងមុខរបស់យើងដូចជាព្រះនាងសេរ៉ាចិត្តហើយនាងបាននិយាយទៅកាន់លីអូថាអ្នកនៅទីនេះតើអ្នកបានឃើញខ្លោងទ្វារដែលបានលេចឡើងនៅទីនេះដែរឬទេបន្ទាប់មកលូណាបានបញ្ជូនសំឡេងតាមយានទៅកាន់លីអូរបស់យើងថាលីអូសាម៉ាអ្នកគ្រាន់តែត្រូវការនិយាយកុហកប៉ុណ្ណោះលីអូរបស់យើងបានភ្ញាក់បន្តិចហើយបានគិតក្នុងចិត្តថានេះគឺជាសំឡេងរបស់លូណាបន្ទាប់មកលីអូរបស់យើងក៏បានធ្វើតាមសំឡេងរបស់លូណាដោយនិយាយថាខ្ញុំមិនបានឃើញអ្វីនោះទេហើយនារីម្នាក់នោះបាននិយាយថាប៉ុន្តែអភ័ន្តរញ្ញាណរបស់ខ្ញុំមកប្រាប់ខ្ញុំថាមានខ្លោងទ្វារដែលបានលេចឡើងទៅកន្លែងនេះហើយនារីម្នាក់នោះក៏បានគិតឃើញអ្វីដែលត្រូវនិយាយភ្លាមប៉ុន្តែត្រូវបានលីអូរបស់យើងនិយាយកាត់ដោយនិយាយថាតើអ្នកមិនមែនជាសិស្សដែលសេះសល់ហើយនឹងរួមបញ្ចូលជាមួយនឹងអ្នកដែលបានរៀនទាំងអស់នោះទេហើយនាងក៏បានអោនហើយសុំទោសទៅកាន់លីអូរបស់យើងហើយនាងបាននិយាយថាខ្ញុំបានព្យាយាមបញ្ចុះពួកគេប៉ុន្តែការកត់សម្គាល់របស់ខ្ញុំគឺនៅទុនសោនាងនិយាយសម្ដៅទៅរឿងអា3អ្នកដែលបានធ្វើបាបទូប្ររបស់យើងកាលពីដើមរឿងនោះហើយលីអូរបស់យើងបាននិយាយថាគ្មានអ្វីដែលអ្នកត្រូវសុំទោសចំពោះរឿងនេះនោះទេអ្នកគ្រាន់តែបង្ហាញភាពស្មោះត្រង់មកកាន់ខ្ញុំគឺគ្រប់គ្រាន់ហើយលីអូរបស់យើងបានគិតក្នុងចិត្តថានារីម្នាក់នេះគឺគួរឲ្យស្រឡាញ់ណាស់ព្រោះបង្ហាញកាយវិការមកគឺសមជានារីគ្រប់លក្ខតែម្ដងហើយនារីម្នាក់នឹងបាននិយាយមកកាន់លីអូរបស់
របស់យើងថាប្រសិនបើអ្នកមិនឃើញច្រកទ្វារដែលលើកឡើងនៅទីនេះទេខ្ញុំនឹងធ្វើដំណើរចាក់ចេញទៅវិញហើយបន្ទាប់ពីនារីម្នាក់នោះបានធ្វើដំណើរចេញទៅលូណាក៏បានលេចរូបរាងឡើងបន្ទាប់មកលូណាបាននិយាយថានារីម្នាក់នោះពិតជាអស្ចារ្យខ្លាំងណាស់ដែលអាចក៏សង្កត់ពីច្រកទ្វារដែលបានចេញមកហើយលូណាបន្តនិយាយទៀតថាការសន្ទនារបស់អ្នកទាំងពីរគឺអភិវឌ្ឍខ្លាំងណាស់ដូចជាទូងនៅក្នុងខេមអញ្ចឹងហើយលីអូរបស់យើងបាននិយាយថាខ្ញុំមិនយល់នោះទេចង់ប្រាប់បន្តិចថាពាក្យទូងក្នុងរឿងនេះគេចង់និយាយបានពីរបែបថាទី1ដូចជាខ្សែក្រហមដែលភ្ជាប់និស្ស័យអញ្ចឹងទី2គឺទូងនឹងសំដៅលើអ្នកដែលប្រកួតគ្នាស្អែករឿងក៏បានកាន់មកដល់សាលាដែលទូប្រុសរបស់យើងបានរៀនទូប្រុសរបស់យើងបានធ្វើដំណើរមកដល់សាលានេះដោយសារតែលូណារបស់យើងបានប្រាប់នឹងហើយពេលដែលលីអូមកដល់មុខបន្ទប់របស់កូនយើងបានឃើញអ្វីជាច្រើននៅពេញនោះតែម្ដងលីអូបានកន្លែងទៅមើលពួកទាំងអស់នោះហើយពួកទាំងអស់នោះវាសោយសប្បាយមែនទេលីអូរបស់យើងបានបើកទ្វារចូលក្នុងបន្ទប់ដោយមិនខ្វល់ពួកនោះទាំងអស់ហើយលូណាបានខឹងជាខ្លាំងម្ចាស់គេអត់ខឹងប៉ុន្តែលូណាខឹងជំនួសបាទលូណាបាននិយាយថាហេតុអ្វីបានជាពួកទាំងអស់នោះទៅសេពាក្យជេរប្រមាថបែបនេះមកកាន់អ្នកហើយលីអូរបស់យើងបានសួរទៅកាន់លូណាថាតើក្មេងប្រុសម្នាក់នេះមានឈ្មោះថាកូរ៉ូបែនរីនមែនទេខ្ញុំគិតថាក្មេងប្រុសម្នាក់នេះមើលទៅលំបាកណាស់ក្នុងជីវិតរបស់គាត់បន្ទាប់មកលីអូរបស់យើងបានអង្គុយលើគ្រែហើយនិយាយទៅកាន់លូណាថាឥឡូវខ្ញុំមានសំណួរដែលទៅសួរតើពិភពលោកនេះនៅក្នុងសាលានេះតើមានអ្វីដែលខុសគ្នាដែរឬទេហើយលីអូនៅតែបន្តសួរទៀតថាមើលទៅទងមួយនោះដូចជាសាករបស់សេងអញ្ចឹងតើសេងនិងស្រីបិសាចបានឆ្លងចូលមកពិភពនេះដែរមែនទេហើយលូណាបានតបថាខ្ញុំអាចឆ្លើយសំណួររបស់អ្នកបានខ្លះទោះខ្ញុំជាអ្នកណែនាំអ្នកមែនប៉ុន្តែខ្ញុំមិនដឹងអ្វីគ្រប់យ៉ាងពីផែនដីនេះនោះទេហើយលូណាបាននិយាយថាមុនពេលដែលខ្ញុំបាននាំអ្នកមកដល់ពិភពលោកមួយនេះខ្ញុំបានចូលមើលក្នុងពិភពលោកនេះមុនទៅហើយខ្ញុំមិនដែលឃើញព្រះរាជបុត្រមួយណាដែលនៅក្នុងពិភពលោកនេះនោះទេហើយកូរ៉ូបែនរបស់យើងក៏បានគិតថាខ្ញុំយល់ហើយខ្ញុំគ្រាន់តែចង់សួរគេប៉ុណ្ណោះប៉ុន្តែខ្ញុំចាំមើលថាបណ្ឌិតសភាទាំងអស់នោះធ្វើការជាមុនសិនទោះជាយ៉ាងណាក៏ដោយខ្ញុំមិនដែលភ្លេចរាល់ទង្វើដែលសេងបានធ្វើនោះទេចាប់ផ្ដើមនៃសាច់រឿងមួយនេះយើងបានឃើញបាគីសានជាមួយនឹងទូប្រុសរបស់យើងផងដែរហើយបាគីសានបាននិយាយទៅកាន់ទូប្រុសរបស់យើងថាតើមានអ្វីបានកើតឡើងយើងបានឃើញលីអូប្រើនៅវេទមន្តមួយដែលមានចំណាត់ថ្នាក់ទី4គុណលក្ខណៈរបស់វាគឺផ្សំឡើងមកពីធាតុទឹកភ្លើងខ្យល់និងធាតុដីហើយបាគីសានក៏បានមើលស្គាល់ថាទូប្រុសរបស់យើងគឺជាកូរ៉ូបែហើយវាបាននិយាយថានេះគឺជាវេទមន្តដែលគ្មានបានការតែប៉ុណ្ណោះតើអ្នកគិតថាខ្ញុំខ្លាចអ្នកមែនទេហើយលីអូរបស់យើងបានតបជាមួយនឹងពាក្យសម្ដីដ៏ខុសខើថាតើវាគ្មានបានការមែនទេដែលធ្វើឲ្យបាគីសានមានការភ័យខ្លាចជាខ្លាំងពេលនេះយើងបានឃើញទឹកមុខដ៏កំណៃរបស់ទូប្រុសរបស់យើងហើយរួមជាមួយនឹងពាក្យសម្ដីថាខ្ញុំមិនជឿសោះថាអ្នកហ៊ានមើលងាយជាមួយនឹងវេទមន្តរបស់ខ្ញុំដោយមានការភ័យខ្លាចបាគីសានបានប្រើ Fireball បាញ់ទៅលីអូរបស់យើងភ្លាមនោះលីអូរបស់យើងក៏បានមកដល់ពីក្រោយខ្នងរបស់បាគីសានហើយយកដៃដាក់លើស្មាបាគីសានតែបន្តិចតែប៉ុណ្ណោះដែលធ្វើឲ្យបាគីសានចាប់ដើមអស់កម្លាំងហើយក៏បានដួលសម្លាប់បាត់ទៅយើងបានឃើញលីអូឈរយ៉ាងសង្ហើតែម្ដងបន្ទាប់មកលូណាបានចេញមកអបអរលីអូរបស់យើងហើយនាងបាននិយាយថាសមត្ថភាពរបស់ Magic ដែលពោពេញទៅដោយភាពងងឹតវាមានគុណសម្បត្តិគឺស្រូបមណាពីអ្នកដទៃដូចជាបុរសម្នាក់នោះអញ្ចឹងតើអស់មណាពីខ្លួនហើយដឹងតែស្លាប់តែម្ដងហើយលីអូរបស់យើងបាននិយាយថាខ្ញុំសង្ឃឹមថាគាត់មិនមករញ៉េរញ៉ៃនឹងខ្ញុំទៀតទៅចោះខ្ញុំសប្បាយចិត្តណាស់ពេលដែលខ្ញុំបានដោះស្រាយបញ្ហាដោយគ្មានភាពស្មុគស្មាញតោះមកក៏មានសលេងប្រកាសអាសន្នដែលធ្វើឲ្យលូណារបស់យើងរញ៉េរញ័រយ៉ាងខ្លាំងយើងបានលឺសំឡេងចេញពីកន្លែងប្រកាសអាសន្ននោះថាយើងទាំងអស់គ្នាឆាប់ភីខ្លួនហើយទៅតំបន់ដែលមានសុវត្ថិភាពបន្ទាប់មកបុរសដែលនៅកន្លែងមីក្រូបាននិយាយថាមានច្រកទ្វារមួយដែលបានលេចឡើងនៅក្នុងកន្លែងរបស់យើងហើយច្រកទ្វារមួយនោះត្រូវបានគេវាតម្លៃថាគឺជាពណ៌ក្រហមសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចនៅក្នុងរឿងនេះច្រកលំហគឺមានតាមកម្រិតនិងតាមពណ៌នៅភាគខាងមុខទៀតគេនឹងបង្ហាញហើយពេលដែលគេបង្ហាញចូលអ្នកទាំងអស់គ្នាជួយចាំផងព្រោះសាច់រឿងមានពណ៌ច្រើននិងកម្រិតច្រើនណាស់ហើយបុរសនោះបានបន្តនិយាយទៀតថាច្រកទ្វារពណ៌ក្រហមនេះគឺមានចំណាត់ថ្នាក់រ៉េងខ្ពស់ណាស់សូមអ្នកទាំងអស់គ្នាទៅកន្លែងសុវត្ថិភាពជាបន្តសាច់រឿងបង្កាត់ចូលមកដល់ក្នុងសាលាយើងបានឃើញនារីម្នាក់ឈ្មោះអ៊ីស៊ូមីសានខ្ញុំសូមហៅថាអ៊ីស៊ូមីនាងបាននិយាយថាសិស្សទាំងអស់គ្នាឆាប់ឡើងយើងប្រញាប់ទៅទីក្រុងដែលមានសុវត្ថិភាពពេលដែលអ្នកធ្វើដំណើរកុំតបតជាមួយវិស័យវិញអ៊ីស៊ូមីបានបន្តនិយាយទៀតថាខ្ញុំនឹងទៅទប់ទល់ជាមួយនឹងខ្លោងទ្វារនោះយើងបានឃើញបុរសម្នាក់មកបញ្ឈប់អ៊ីស៊ូមីហើយគាត់បាននិយាយថាប្រធានរបស់មណ្ឌលសភាបានបញ្ជាក់យ៉ាងចំថាគ្មាននរណាម្នាក់ដោះស្រាយជាមួយនឹងច្រកទ្វារពណ៌ក្រហមនេះបានទេហើយអប៉ែនឹងបានបន្តនិយាយច្រើនទៀតដែលធ្វើឲ្យអ៊ីស៊ូមីយើងមានការឆ្ងល់ជាខ្លាំងបន្ទាប់មកអ៊ីស៊ូមីយើងបានតបវិញថាពីមុនក៏មានខ្លោងទ្វារពណ៌ក្រហមបានលេចឡើងផងដែរដែលធ្វើឲ្យអ្នកដែលនៅជិតខាងរបស់យើងមានការខុសខាតជាខ្លាំងហើយអ៊ីស៊ូមីបានបន្តនិយាយទៀតថាយើងធ្លាប់បានទទួលមេរៀនពីខ្លោងទ្វារម្ដងនោះហើយតើយើងនឹងដោះស្រាយជាមួយស្ថានភាពនេះដូចម្តេចទៅបើអ្នកខ្លាចស្លាប់សូមអ្នកទៅចោះទុកឲ្យខ្ញុំនឹងទៅច្រកទ្វារមួយនោះសាច់រឿងបានកាន់មកដល់ខ្លោងទ្វារពណ៌ក្រហមវិញយើងបានឃើញបិសាចជាច្រើនចេញមកពីកន្លែងនោះយើងក៏បានឃើញសើម្នាក់កំពុងតែរត់ចេញពីការវាយប្រហាររបស់បិសាចចចកផងដែរ
សើម្នាក់នោះក៏បានបកមកវិញហើយប្រើវេទមន្តធាតុដីបាញ់ទៅបិសាចចកនោះប៉ុន្តែបិសាចចកនោះបានខំគំតិចដីនោះយ៉ាងងាយស្រួលតែម្ដងបន្ទាប់មកពូចចកទាំងអស់នោះក៏បានរត់ទៅបើកការវាប្រហារទៅកាន់សើម្នាក់នោះប៉ុន្តែត្រូវបានវេទមន្តតកបាញ់សម្លាប់ពួកវាអស់ទៅហើយយើងក៏បានឃើញអ្នកប្រើប្រាស់វេទមន្តនោះផងដែរគឺជាអ៊ីស៊ូមីរបស់យើងនឹងហើយបន្ទាប់មកអ៊ីស៊ូមីរបស់យើងបានសួរទៅកាន់សើម្នាក់នឹងថាតើអ្នកអាចដើរបានទេអ្នកគួរតែសុំជំនួយពីសិស្សដទៃហើយជិះវៀងទៅកន្លែងដែលមានសុវត្ថិភាពហើយសើម្នាក់នោះបានតបថាខ្ញុំអាចដើរបានទេប៉ុន្តែខ្ញុំអាចរត់បានហើយសើម្នាក់នឹងក៏បានរត់ទៅកន្លែងដែលមានសុវត្ថិភាពជាមួយសិស្សផ្សេងៗបាត់ទៅអ៊ីស៊ូមីរបស់យើងបានគិតក្នុងចិត្តថាមានសិស្សជាច្រើនដែលមិនទាន់បានជិះវៀងពីតំបន់ដែលមានខ្លោងទ្វារពណ៌ក្រហមនេះហើយវានៅចិត្តជាមួយនឹងទីក្រុងផងដែរក្នុងករណីនេះទៅហើយខ្ញុំនឹងទៅកំចាប់បោះនៅក្នុងខ្លោងទ្វារពណ៌ក្រហមមួយនេះចំពោះលូណានិងលីអូគឺនៅដំបូលអគារតែម្ដងហើយពួកគេគឺស្ថិតនៅគៀកចិត្តខ្លោងទ្វារពណ៌ក្រហមនោះផងដែរហើយលូណាបាននិយាយទៅកាន់លីអូថាតើក្មេងស្រីម្នាក់នោះកំពុងតែធ្វើអ្វីនោះបន្ទាប់មកលីអូរបស់យើងបាននិយាយថាលូណាតើយើងត្រូវធ្វើដូចម្តេចដើម្បីអាចបំផ្លាញខ្លោងទ្វារនោះបានហើយលូណាបានបញ្ជាក់ទៅកាន់លីអូថាដើម្បីអាចបំផ្លាញខ្លោងទ្វារនោះបានយើងគ្រាន់តែត្រូវការកំចាប់បោះនៅកន្លែងនោះតែប៉ុណ្ណោះដូចជាអ្នកបានធ្វើនៅខ្លោងទ្វារដែលមានពណ៌បេតុងនោះមុនអញ្ចឹងបន្ទាប់ពីលឿនអញ្ចឹងលីអូរបស់យើងបាននិយាយថាតើយើងគួរតែទៅចូលកន្លែងនោះភ្លាមៗទេលូណាបានតបថាប៉ុន្តែទោះបីជាធម្មពលដែលពោពេញទៅដោយភាពខ្មៅងងឹតវាមានភាពខ្លាំងមែនប៉ុន្តែវាបានស៊ីមិនណានលីអូរបស់យើងបានតបថាខ្ញុំមិនអាចប្រងើកន្តើយជាមួយនឹងខ្លោងទ្វារពណ៌ក្រហមដែលធ្វើបាបប្រជាជននោះទេហើយលូណារបស់យើងបានគិតក្នុងចិត្តថាល្អគាត់គឺជាមនុស្សល្អមែនបន្ទាប់មកពួកគេទាំងពីរក៏បានលើកចុះពីលើអគារមកខាងក្រោមសាច់រឿងបានកាត់មកដល់ក្នុងខ្លោងទ្វារពណ៌ក្រហមវិញយើងបានឃើញអ៊ីស៊ូមីបានសម្លាប់បិសាចជាច្រើនហើយពេលនេះនាងគឺបានអស់កម្លាំងហើយប៉ុន្តែនាងនៅតែបន្តប្រើវេទមន្តតកដដែលហើយនាងបាននិយាយថាដូចជាការរំពឹងទុកមែននៅក្នុងខ្លោងទ្វារពណ៌ក្រហមនេះបិសាចមិនងាយស្រួលសម្លាប់ទេក្នុងខណៈពេលនោះដែរយើងបានឃើញបិសាចពូមួយមកពីក្រោយអ៊ីស៊ូមីរៀបនឹងបើកការវាយប្រហារទៅកាន់អ៊ីស៊ូមីទៅហើយអ៊ីស៊ូមីបានងាកមកក្រោយជាមួយនឹងភាពផិតខ្លាំងជាខ្លាំងប៉ុន្តែយើងបានលើកសម្លេងថាវេទមន្តដ៏ខ្មៅងងឹតបានវាយប្រហារពូនោះស្លាប់បាត់ទៅពេលនោះអ៊ីស៊ូមីបានភ្ញាក់ផ្អើលជាមួយវេទមន្តដ៏ខ្លាំងមហាសាលមួយនេះជាខ្លាំងបន្ទាប់មកអ៊ីស៊ូមីបានងាកទៅកន្លែងដែលបានបញ្ចេញសម្លេងនោះយើងក៏បានឃើញតួប្រុសរបស់យើងផងដែរដែលតួប្រុសរបស់យើងចេញមកគឺដូចជាវរៈបរោះដែលជិះសេះសមកជួយស្រីស្អាតអញ្ចឹងយើងមើលទៅសភាពរបស់គាត់ពិតជាលយមែនតើបន្ទាប់មកអ៊ីស៊ូមីក៏បានដើរមកសួរលីអូរបស់យើងថាតើអ្នកឈ្មោះកូរ៉ូបែនមែនទេហើយអ៊ីស៊ូមីបាននិយាយទៅកាន់លីអូថាខ្ញុំអរគុណអ្នកដែលបានមកជួយជីវិតខ្ញុំនៅក្នុងខ្លោងទ្វារពណ៌ក្រហមមួយនេះយើងបានឃើញលូណាបញ្ចេញសម្លេងថាខ្ញុំពិតជារីករាយណាស់ពេលដែលបានឃើញពេលវេលាដ៏អស្ចារ្យរបស់លីអូសាមបន្ទាប់មកលីអូរបស់យើងបាននិយាយទៅកាន់អ៊ីស៊ូមីថាខ្ញុំរីករាយណាស់ពេលដែលអ្នកមិនមានការជិះចោលវិញហើយអ៊ីស៊ូមីបានតបទៅលីអូថាតើអ្នកបានប្រើវេទមន្តអ្វីមុននឹងបន្ទាប់មកលីអូរបស់យើងបានងាកមុខចេញហើយនិយាយថាជាងនេះទៅទៀតយើងគួរតែកំចាប់ខ្លោងទ្វារនេះជាមុនសិនតើអ្នកមកទីនេះដើម្បីធ្វើរឿងនេះមែនទេពេលដែលបានលឺអញ្ចឹងអ៊ីស៊ូមីយើងមានការភ្ញាក់ផ្អើលជាមួយនឹងពាក្យសម្ដីលីអូជាខ្លាំងហើយនឹងបាននិយាយថាអ្នកនិយាយត្រូវហើយតោះឥឡូវនេះយើងធ្វើដំណើរទៅមុខហើយអ៊ីស៊ូមីបានងាកមកក្រោយទៅមើលសាកសពរបស់បិសាចនោះហើយនឹងបានគិតក្នុងចិត្តថាខ្ញុំបានកត់សម្គាល់ពីកូរ៉ូបែនកាលពីឆ្នាំមុនក្នុងអំឡុងពេលប្រកួតបដិសភាទូប្រុសរបស់យើងគឺបានជាប់លេខចុងក្រោយគេមកអស់នេះគឺជាការវាតម្លៃយ៉ាងច្បាស់សម្រាប់និស្សិតមួយនេះដូច្នេះតើហេតុអ្វីបានជាគាត់ប្រើវេទមន្តដ៏អស្ចារ្យយ៉ាងនេះយើងបានឃើញអ្នកទាំងពីរកំពុងតែរលហើយមានបិសាចជាច្រើនកំពុងតែរំពាត់នេះទាំងពីរអ៊ីស៊ូមីបានប្រើវេទមន្តមួយដែលមានឈ្មោះថា Aqua Person បាញ់ត្រូវបិសាចនោះគ្រាទៅអស់ទៅយើងបានលើសម្លេងលូណាបាននិយាយម្ដងទៀតហើយថាក្មេងស្រីម្នាក់នោះពិតជាខ្លាំងរបស់គេមែនលីអូបានតបវិញថាវាគឺជាការពិតហើយដូចម្លេចទៅហៅថាថោកក្នុងបណ្ឌិតសភាពេលប្រកួតគ្នានោះយើងក៏បានឃើញដីកន្លែងនោះបានគូនគឺហើយក៏មានគោលដីមួយបានងើបមកពីកន្លែងនោះហើយបើកកាយវាប្រហារទៅកាន់ទូប្រុសរបស់យើងប៉ុន្តែទូប្រុសរបស់យើងបានលុបផុតសូមទោសអ្នកទាំងអស់គ្នាមិនមែនគោលលេនទេគេហៅគោលលឹមដីបន្ទាប់មកលីអូរបស់យើងក៏បានប្រើមេជីកដែលមានធម្មពលដែលពោពេញទៅដោយខ្មៅងងឹតបាញ់ត្រូវគោលលេននោះស្លាប់បាត់ទៅដែរមេជីកនោះមានឈ្មោះថាប្លែកដាញសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចនៅក្នុងរឿងនេះគឺមាន5ធាតុមានធាតុខ្មៅធាតុដីធាតុភ្លើងធាតុខ្យល់និងធាតុតាប់សូមទោសអ្នកទាំងអស់គ្នាចំពោះការហៅវេទមន្តខុសវេទមន្តរបស់ទូប្រុសយើងប្រើគឺជាវេទមន្តនៃភាពខ្មៅងងឹតអានឹងមិនត្រឹមត្រូវទេគឺវាគឺជាវេទមន្តនៃធាតុខ្មៅឧទាហរណ៍វេទមន្តតកដែលយើងបានឃើញនៅដើមសាច់រឿងមុននេះគឺប្រើចេញមកពីវេទមន្តទឹកនោះទេហើយឧទាហរណ៍វេទមន្តផ្ទះមួយទៀតយើងអាចប្រើជាព្រួយនៅផ្ទះបានចំពោះវេទមន្តនៅក្នុងនេះគឺមានតែ5ធាតុតែប៉ុណ្ណោះដែលមានធាតុខុសគេគឺជាធាតុខ្មៅនឹងឯងដែលធាតុនីមួយៗអាចបំលែងជាអ្វីក៏បានដែរឲ្យតែយើងចេះអក្ខរាវិរុទ្ធនៅក្នុងនោះយើងក៏បានឃើញបិសាចគោលំដីបានរលាយខ្លួនដែលធ្វើឲ្យអ៊ីស៊ូមីមានការភ្ញាក់ផ្អើលជាខ្លាំងហើយអ៊ីស៊ូមីបាននិយាយថា
ថាហើយអ្វីបានជាគាត់ប្រើតែមួយការវាហាតំណដែលធ្វើឲ្យបិសាចនោះបានស្លាប់គាត់ខ្លាំងមិនដោយសារតែវេទមន្តដែលគាត់មាននោះទេដោយសារតែល្បឿនរបស់គាត់ជាមួយនឹងអក្ខរាវិវត្តដែលគាត់បានសូត្រយ៉ាងលឿនហាក់បីដូចជាលេអូរបស់យើងជាអ្នកប្រើវេទមន្តជើងចាស់ហើយប្រយុទ្ធជាច្រើនទសវត្សរ៍ណាស់មកហើយបន្ទាប់មកយើងក៏បានឃើញច្រកទ្វារទៅកន្លែងបងពួកគេទាំងពីរក៏បានរត់ចូលទៅកន្លែងច្រកនោះទៅហើយលេអូបាននិយាយទៅកាន់អ៊ីស៊ូមីថាតើអ្នកត្រៀមខ្លួនហើយឬនៅអ៊ីស៊ូមីបានតបថាខ្ញុំត្រៀមខ្លួនរួចហើយពួកគេទាំងពីរក៏បានជោគព្រោះឃើញបោះនៅកន្លែងនោះដែលបោះមួយនោះគឺជាសត្វនាគផងដែរដែលមើលរូបរាងទៅរបស់វាគួរឲ្យភ័យខ្លាចមែនទេពេលដែលអ៊ីស៊ូមីបានឃើញនាគមួយនោះដែលធ្វើឲ្យនាងមានការតបស្លុតជាខ្លាំងហើយនាងបានគិតក្នុងចិត្តថានាគឡាវ៉ាសូម្បីតែក្នុងសិភៅសិក្សារបស់សាលាក៏បានកត់សម្គាល់អំពីវាផងដែរដែលនាគមួយនោះគឺជានាគដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកដែលបានប្រយោជន៍ជាមួយវាបន្ទាប់មកលីអូរបស់យើងក៏បាននិយាយទៅកាន់អ៊ីស៊ូមីសិនថាសូមអ្នកចូលប្រុងប្រយ័ត្ននាគនឹងបើកការវាហាតាមវេទមន្តភ្លើងនឹងប្រើកន្ទុយវាវាយពីចម្ងាយនាគនោះក៏បានចាប់ផ្ដើមបងវេទមន្តភ្លើងហើយលីអូរបស់យើងបាននិយាយថាវាចាប់ផ្ដើមហើយបន្ទាប់មកនាគនោះក៏បានបាញ់ទៅអ្នកទាំងពីរប៉ុន្តែអ្នកទាំងពីរបានគេចផុតនាគនោះបានបើកការវាហាទៅកាន់អ៊ីស៊ូមីតាមកន្ទុយប៉ុន្តែអ៊ីស៊ូមីបានលោតគេចផុតពីការវាហាមួយនោះបន្ទាប់មកអ៊ីស៊ូមីក៏បានប្រើវេទមន្តតកដែលមានឈ្មោះថា Ice Golem ដែលចេញពីវេទមន្តទឹកបង្កើតបានជាដុំតកដ៏ធំមួយបាញ់ទៅនាគនោះប៉ុន្តែវេទមន្តនោះមិនមានប្រសិទ្ធភាពជាមួយនាគឡាវ៉ានោះទេពេលដែលបានឃើញអញ្ចឹងធ្វើឲ្យអ៊ីស៊ូមីយើងមានការភ្ញាក់ផ្អើលជាខ្លាំងហើយបានគិតក្នុងចិត្តថាខ្ញុំបានប្រើវេទមន្តតកប្រចាំជាមួយវេទមន្តភ្លើងប៉ុន្តែវេទមន្តមួយនោះមិនមានប្រសិទ្ធភាពជាមួយនាគឡាវ៉ានេះតទៅសោះបន្ទាប់មកលីអូរបស់យើងបាននិយាយថាវាមិនតនោះទេហើយក៏បានប្រើស្គីកញ្ញាស្លាប់ចេញពីធាតុខ្មៅវាប្រហារទៅកាន់នាគនោះប៉ុន្តែនាគនោះបានត្រដាងស្លាប់ហើយហោះគេចចេញពីការវាប្រហារមួយនោះបាត់ទៅលីអូបានភ្ញាក់ផ្អើលជាមួយនាគឡាវ៉ានោះជាខ្លាំងព្រោះវាឆ្លាតថែមទៀតផងអ៊ីស៊ូមីបាននិយាយថាខ្ញុំមិនប្រឹងសោះថានាគនេះអាចគេចចេញពីការវាប្រហាររបស់យើងទាំងអស់តើពេលនេះយើងត្រូវធ្វើអ្វីលីអូបានសួរទៅកាន់អ៊ីស៊ូមីថាតើអ្នកចេះប្រើវេទមន្តធាតុផ្សេងក្រៅពីធាតុទឹកនេះដែរឬទេអ៊ីស៊ូមីបានតបថាខ្ញុំចេះប្រើពួកគេប៉ុន្តែហេតុអ្វីអ្នកគ្រាន់តែបង្កើតពេលវេលាឲ្យខ្ញុំបន្តិចបន្តួចតែប៉ុណ្ណោះអ៊ីស៊ូមីបានតបថាខ្ញុំយល់ហើយខ្ញុំទុកចិត្តលើអ្នកហើយកូរ៉ូបែនស្គុនបន្ទាប់មកនាងក៏បានប្រើវេទមន្តខ្យល់ដល់សម្បោមហើយលើកដៃបាញ់ទៅកាន់នាគឡាវ៉ានោះដែលវេទមន្តមួយនោះមានឈ្មោះថាព្យុះលើអាកាសនាគឡាវ៉ានោះបានស៊ីមួយការវាប្រហារនោះពេញបន្ទាប់មកយើងក៏បានលើសំឡេងលូណាបាននិយាយទៅកាន់លីអូតាមអារម្មណ៍ថានាគនោះបានឈប់ធ្វើចលនាហើយក្រោយពីបានលើអញ្ចឹងលីអូរបស់យើងក៏បានប្រើស្គីមួយមានឈ្មោះថាអាប៊ីរ៉ូចេញពីវេទមន្តខ្មៅដែលចេញជាមេអំបៅខ្មៅហោះទៅកាន់នាគនោះបន្ទាប់មកលីអូរបស់យើងក៏បានផ្ទោដៃធ្វើឲ្យមេអំបៅខ្មៅទាំងអស់នោះក៏បានចាប់ផ្ដើមចេញពន្លឺហើយមានការផ្ទុះជាខ្លាំងតែអ្នកទាំងអស់គ្នាអាចមើលខ្លួនឯងបានគ្រាន់តែចំហាយនេះការផ្ទុះមួយនោះដែលធ្វើឲ្យអ៊ីស៊ូមីរបស់យើងទប់តែស្ទើរមិនជាប់ទៅហើយយើងបានឃើញនាគនោះដេកស្អាតតែម្ដងបាទយើងក៏បានលើសំឡេងលូណាម្ដងទៀតហើយនិយាយថាយើងអាចធ្វើបានហើយអ៊ីស៊ូមីរបស់យើងបានងាកមុខមកហើយនិយាយទៅកាន់លីអូថាយើងអាចធ្វើបានហើយខ្ញុំមានសំណួរជាច្រើនសួរទៅកាន់អ្នកលីអូប៉ុន្តែពេលនេះខ្ញុំគួរតែនិយាយថានេះគឺជាសង្គ្រាមដ៏អស្ចារ្យមួយហើយលីអូរបស់យើងបាននិយាយថាវាត្រឹមត្រូវហើយខ្ញុំអាចធ្វើបានវាគួរតែអរគុណទៅកាន់អ្នកអ៊ីស៊ូមីបន្ទាប់មកយើងក៏បានឃើញអ្នកទាំងពីរដើរចេញពីខ្លោងទ្វារពណ៌ក្រហមមួយនោះហើយខ្លោងទ្វារពណ៌ក្រហមមួយនោះក៏បានចាប់ផ្ដើមរលាយទៅលីអូរបស់យើងបានមើលទៅសសពបិសាចចោលនោះហើយបានគិតក្នុងចិត្តថាពេលនេះគឺមានសន្តិភាពហើយបន្ទាប់មកក៏មានសម្លេងនរណាម្នាក់ស្រែកហៅ President អ៊ីស៊ូមីហើយអ្នកទាំងពីរក៏បានងាកទៅក៏បានឃើញបុរសម្នាក់ហើយបុរសម្នាក់នោះបានបន្តនិយាយទៀតថាហេតុអ្វីអ្នកមិនស្ដាប់តាមបញ្ជារបស់ខ្ញុំអញ្ចឹងខ្ញុំបានធ្វើការបញ្ជាទិញខ្លោងទ្វារពណ៌ក្រហមមួយនោះហេតុអ្វីបានជាអ្នកទាំងពីរទៅសម្អាតកន្លែងនោះអញ្ចឹងដែលបុរសម្នាក់នោះមានឈ្មោះថាអាស៊ូស៊ីអ្នកធ្វើការមិនដែលចេះស្ដាប់បង្គាប់របស់ខ្ញុំតទៅសោះលីអូបានទំនាក់ទំនងតាមយានទៅកាន់លូណាថាតើបុរសម្នាក់នេះគឺជានរណាហើយលូណាបានរៀបរាប់ទៅកាន់លីអូថាគាត់មានឈ្មោះថាអាស៊ូស៊ីហើយក៏ជាអ្នកគ្រប់គ្រងនៅលើសាលានេះផងដែរគាត់បានបង្កើតក្រុមមួយដែលពោពេញទៅដោយសមាជិក5នាក់វ័យក្មេងហើយរួមទាំងមានធម៌ពលខ្លាំងពូកែផងដែរហើយគាត់គឺជាមនុស្សដែលចូលចិត្តតែទ្រព្យសម្បត្តិតែប៉ុណ្ណោះគាត់មិនខ្វល់ពីអ្វីនោះទេក្រៅពីលឺអញ្ចឹងលីអូរបស់យើងបានគិតក្នុងចិត្តភ្លាមថាបើគាត់ជាអ្នកគ្រប់គ្រងនៃសាលានេះតើគាត់មានចំណែកជាមួយសែនដែរឬទេប៉ុន្តែពេលនេះខ្ញុំមិនអាចសន្មតបានទេព្រោះវាលឿនពេកយើងក៏បានឃើញអ៊ីស៊ូមីដើរទៅកន្លែងអ្នកគ្រប់គ្រងសាលានោះហើយបាននិយាយថាឲ្យខ្ញុំសុំទោសផងប៉ុន្តែយើងមិនអាចមើលប្រជាជននានាដែលស្ថិតនៅក្នុងគ្រោះថ្នាក់បានទេអ្នកគ្រប់គ្រងសាលាបានតបថានេះមិនអាចប្រើភាពយុត្តិធម៌របស់អ្នកដើម្បីជាលេសដើម្បីទទួលបានអ្វីគ្រប់យ៉ាងទេ President អ៊ីស៊ូមីក្រោយពីបានលឺអញ្ចឹងលីអូរបស់យើងបានសម្លឹងទៅមើលអ្នកគ្រប់គ្រងសាលានោះហើយនិយាយថាតើអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកមិនអាចដោះស្រាយជាមួយនឹងខ្លោងទ្វារមួយនោះបានលីអូរបស់យើងបាននិយាយទៅកាន់អ្នកគ្រប់គ្រងសាលាថាតើអ្នកមិនមានពាក្យពេចន៍ល្អប្រសើរដើម្បីព័ត៌មានអំពីភាពក្លាហានរបស់នាងនឹងការដោះស្រាយនេះទេបន្ទាប់មកអ្នកគ្រប់គ្រងសាលាបាននិយាយថាតើអ្នកគឺជានរណាអ្នកមិនបាច់លូកមាត់ជាមួយនឹងការសន្ទនាមួយនេះទេហើយអ៊ីស៊ូមីបាននិយាយទៅកាន់អ្នកគ្រប់គ្រងសាលាថាគាត់មិនមែនជាអ្នកក្រៅនោះទេវាគួរអរគុណទៅកាន់គាត់ព្រោះគាត់បានកញ្ចប់ខ្លោងទ្វារមួយនេះអ្នកគ្រប់គ្រងសាលាបាននិយាយថាតើអ្នកបាននិយាយអ្វីអំបញ្ញមិញក្រោយពីសម្លឹងមើលទូប្រុសរបស់យើងមួយផ្លែតបន្ទាប់មកអ្នកគ្រប់គ្រងសាលាក៏បានសើចហើយនិយាយថាខ្ញុំមើលទៅឯងគ្រាន់តែជាសិស្សដែលមានចំណាត់ថ្នាក់ទាបក្នុងមណ្ឌលសភា
តែប៉ុណ្ណោះហើយអ្នកគ្រប់គ្រងសាលាបានដើរទៅកាន់ឡានរបស់គាត់ហើយគាត់បាននិយាយថាវាគួរឲ្យអស់សំណោចណាស់អេស៊ឺមីបានសេចថាអ្នកគ្រប់គ្រងសាលាហើយអ្នកគ្រប់គ្រងសាលាបានងាកមកជាមួយនឹងពាក្យសម្ដីថាដោយអ្នកបាននិយាយថានិស្សិតដែលគ្មានសមត្ថភាពបំផុតនៅក្នុងសាលាបានបិទខ្លោងទ្វារក្រហមគឺមិនសមហេតុផលទេប្រសិនបើអ្នកមានពេលវេលាលេងកំ ប្លែងនៅទីនេះហេតុអ្វីបានជាអ្នកមិនដោះស្រាយផលវិបាកដោយខ្លួនឯងទៅហើយអ្នកគ្រប់គ្រងសាលាក៏បានបើកឡានចេញពីអ្នកទាំងពីរបាត់ទៅលីអូរបស់យើងបានកើតក្នុងចិត្តថាអាស៊ូស៊ីមានតែអ្នកទំនងជាមួយសែនដែរឬទេខ្ញុំត្រូវតែកត់សង្កង2នាក់កាត់មកដល់សាលានៅពេលយប់វិញយើងបានឃើញលូណានិងលីអូមើលទៅកាន់សភាពរបស់លូណាទៅគឺហត់ជាងអ្នកដែលបានប្រយុទ្ធគ្នាទៀតបាទហើយនាងបាននិយាយថានេះគឺជាព្រឹត្តិការណ៍មួយនៅថ្ងៃនេះលូណាបានបន្តនិយាយទៀតថាទោះជាយ៉ាងណាខ្ញុំមិនអភ័យទោសឲ្យអ្នកដឹកនាំនោះទេតើគាត់គិតថាគាត់ជានរណាដែលធ្វើសកម្មភាពកោងកាចនិងខ្ពស់ដែលអស្ចារ្យបែបនេះលីអូរបស់យើងបានគិតថាខ្ញុំគួរតែដឹងតិចតួចអំពីរឿងរបស់កូរ៉ូបែនចំពោះលូណាវិញនាងបានរអ៊ូតែម្នាក់ឯងតែប៉ុណ្ណោះលីអូរបស់យើងមិនខ្វល់ជាមួយនាងនោះទេគាត់បានបើកសៀវភៅហើយនិយាយថានេះគឺជាកំណត់ហេតុប្រចាំថ្ងៃរបស់កូរ៉ូបែនយើងក៏បានលើសម្លេងលូណានិយាយទៅកាន់លីអូថាតើអ្នកកំពុងអានអ្វីណាលីអូសាម៉ាបន្ទាប់មកលីអូរបស់យើងបាននិយាយថាខ្ញុំសុំទោសចំពោះម្ចាស់សៀវភៅនេះផងដែលមិនតបបានសុំការអនុញ្ញាតប៉ុន្តែមានរឿងខ្លះដែលខ្ញុំត្រូវដឹងមុននឹងអានកំណត់ហេតុរបស់កូរ៉ូបែនលីអូរបស់យើងបានកាត់ទៅដល់ថ្ងៃនោះពេលដែលកូរ៉ូបែនបានសម្លាប់ហើយគាត់បានចូលទៅក្នុងខ្លួនរបស់កូរ៉ូបែនខ្ញុំគិតថាកូរ៉ូបែនប្រហែលជាអស់ជីវិតនៅពេលនោះហើយដែលធ្វើឲ្យខ្ញុំចូលទៅកាន់រាងកាយរបស់បន្ទាប់មកលីអូរបស់យើងក៏បានចាប់ផ្ដើមអានសៀវភៅមួយនោះកូរ៉ូបែនរបស់យើងចង់ខ្លាចជាអ្នកសងព្រេងហើយស្វែងរកប្រាក់ដើម្បីចំណាយលើប្អូនស្រីរបស់គាត់យើងមិនដឹងថាមួយណាក៏ជាប្អូនស្រីរបស់គាត់នោះទេព្រោះសាច់រឿងមិនទាន់បានបញ្ជាក់ប៉ុន្តែកូរ៉ូបែនរបស់យើងមិនមានសមត្ថភាពឲ្យប្រើប្រាស់វេទមន្តទាំង4នោះបានទេរាល់ថ្ងៃនៅមុខបន្ទប់របស់កូរ៉ូបែនសិតតែពាក្យពេចន៍ដែលមិនគួរឲ្យជឿតេះដៀលទៅកាន់កូរ៉ូបែនពួកអត់ទាំងអស់នោះបានជិះជាប់មកកាន់កូរ៉ូបែននិងប្រើអំពើហិង្សាទៅកាន់កូរ៉ូបែនរបស់យើងជារៀងរាល់ថ្ងៃដែលធ្វើឲ្យកូរ៉ូបែនរបស់យើងរស់នៅរាល់ថ្ងៃដូចជាឋាននរកអញ្ចឹងវាឡើងធុញទ្រាន់សម្រាប់កូរ៉ូបែនហើយពេលដែលបានអានចប់លីអូរបស់យើងបានងើបដើរទៅកន្លែងណាមួយដែលធ្វើឲ្យលូណាមានការឆ្ងល់ជាខ្លាំងយើងបានឃើញលីអូរបស់យើងដើរមកមកអួយហើយគិតក្នុងចិត្តថាខ្ញុំនឹងបង្ហាញអ្វីដែលពួកគេសមនឹងទទួលបានសាច់រឿងកាត់មកដល់បន្ទប់របស់អ្នកដឹកនាំសាលាវិញគាត់កំពុងតែមើលទៅការ៉ាអ្វីមួយកណ្ដាលនោះបាននិយាយពីទូប្ររបស់យើងថាការប្រឡងវល់វែងធម្មពលបានបន្ទុក1លើ10និងការប្រើប្រាស់វេទមន្តបាន1លើ10បន្ទាប់មកអ្នកគ្រប់គ្រងសាលាបានជួបបរិយាហើយបានគិតក្នុងចិត្តថាសមត្ថភាពប៉ុណ្ណឹងសោះហ៊ានជ្រើជាមួយខ្ញុំផងសាច់រឿងបានកាត់មកដល់កន្លែងអេស៊ឺមីកំពុងតែមួយទឹកក៏ជាកន្លែងប្រោះយើងប្រាថ្នាចង់ឃើញផងដែរនាងបានក៏ទៅដល់លីអូពេលប្រើប្រាស់វេទមន្តហើយនាងបានគេទៀតថាគេបានសន្មតថាគាត់ជាសើដែលមានចំណាត់ថ្នាក់ទីបំផុតនៅក្នុងសាលានេះវាមិនសមហេតុផលតតែសោះពេលគាត់ប្រើប្រាស់វេទមន្តខ្ញុំច្បាស់ជាមួយវាខ្លាំងណាស់ពេលនេះកំពុងតែមានអ្វីមួយបានកើតឡើងនៅទីនេះដោយសារតែខ្ញុំមិនមែនដូចអ្នកមើលនោះទេខ្ញុំបានកាត់កន្លែងនេះអ្នកទាំងអស់គ្នាមើលតែប៉ុណ្្នឹងសិនបានហើយកាត់មកដល់ពេលព្រឹកនៅសាលាយើងក៏បានឃើញលីអូដើរជួបប្រទះជាមួយនឹងបុរសម្នាក់ដែលពាក់វ៉ែនតាបុរសម្នាក់នោះមានឈ្មោះថាសូយ៉ាក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង5នាក់ដែលអ្នកគ្រប់គ្រងសាលាបានបង្កើតផងដែរសូយ៉ាបានសួរមកកាន់លីអូរបស់យើងថាតើអ្នកឈ្មោះកូរ៉ូបែនមែនទេតើខ្ញុំអាចមានពេលវេលានិយាយជាមួយអ្នកបានទេបន្ទាប់មកសូយ៉ាបាននិយាយទៅកាន់កូរ៉ូបែនរបស់យើងថាអ្នកនិង President អ៊ីស៊ូមីបានចេញពីខ្លោងទ្វារពណ៌ក្រហមនោះតើអ្នកមានគម្រោងទាញយកអត្ថប្រយោជន៍ចេញពីស្ថានភាពនោះទេហើយលុះធនធានជាច្រើនដែលអ្នកអាចធ្វើបាននៅក្នុងខ្លោងទ្វារទេ President អ៊ីស៊ូមីបាននិយាយថាអ្នកបានជួយនាងប៉ុន្តែនោះគ្រាន់តែជាឧបាយកលរបស់អ្នកតែប៉ុណ្ណោះអ្នកគួរតែឈប់បង្កបញ្ហាទៅដល់ President អ៊ីស៊ូមីទៅមនុស្សដែលគ្មានសមត្ថភាពដូចជាអ្នកមិនស័ក្តិសមជាមួយនាងទេគ្រាន់តែពាក្យពេចន៍របស់អាសូយ៉ាងហ្នឹងយើងក៏ដឹងផងដែរថាវាស្រឡាញ់ President អ៊ីស៊ូមីតែម្នាក់ឯងនេះអានេះស្រឡាញ់គេតែម្នាក់ឯងតែម្ដងបាទយើងក៏បានឮសម្លេងលូណានិយាយម្ដងទៀតហើយថាអាប៉ែផ្នែក4នេះឈួតមែនវិញលីអូរបស់យើងបានតបទៅកាន់អាផ្នែក4ថាខ្ញុំគ្រាន់តែព្យាយាមរើសយ៉ាងខ្លាំងទ្វារនោះតែប៉ុណ្ណោះអាផ្នែក4បានតបវិញថាហេអ្នកមិនដែលសំបីយកឈ្នះការប្រកួតបានតែម្ដងផងនៅក្នុងសាលាសំបីផ្នែករបស់ខ្ញុំក៏មិនវិការក្នុងការជាលើពាក្យទាំងនោះដែរនិយាយតាមត្រង់ទៅអាផ្នែក4នេះមុនវានិយាយវាមិនទាន់បានឆ្លងកាត់ខួរក្បាលរបស់វាទេបន្ទាប់មកយើងក៏បានឃើញ President អ៊ីស៊ីវីយ៉ាឡើងមកហើយក៏បានក្រឡេកឃើញលីអូរបស់យើងហើយនាងក៏បាននិយាយថាកូរ៉ូបែខ្ញុំបានតាមស្វែងរកអ្នកយូរហើយអាផ្នែក4បានបែរក្រោយហើយវានិយាយសឹបថាចឹងល្អហើយគ្រាន់តែនៅសៀមស្កាត់ហើយឲ្យក្រុមប្រឹក្សានិស្សិតដោះស្រាយបញ្ហាអ្វីទាំងអស់ទៅគឺហើយអាផ្នែក4បាននិយាយទៅកាន់អ៊ីស៊ីវីថា President ខ្ញុំនឹងជួបអ្នកនៅឯកិច្ចប្រជុំក្រុមប្រឹក្សានិស្សិតនាពេលល្ងាចនេះអ៊ីស៊ូមីនាងបានតបថាយកប្រុសហើយអាផ្នែក4ក៏ដើរចេញបាត់ទៅអ៊ីស៊ូមីបាននិយាយទៅកាន់លីអូរបស់យើងថាកូរ៉ូបែនតើគាត់បាននិយាយអ្វីខ្លះជាមួយអ្នកលីអូរបស់យើងបានតបទៅកាន់អ៊ីស៊ូមីថាគ្មានអ្វីសំខាន់ទេសំខាន់តើអ្នកមករកខ្ញុំដើម្បីអ្វីអ៊ីស៊ូមីនាងបានតបថាអ្នកដឹកនាំសាលាបានហៅអ្នកកាត់មកដល់អូហ្វីរបស់អ្នកដឹកនាំសាលាយើងបានឃើញអ្នកទាំងពីរបានមកដល់ហើយអ្នកដឹកនាំសាលាបាននិយាយថាកូរ៉ូបែខ្ញុំនឹងដេញអ្នកចេញពីការសិក្សានៅសាលាមួយនេះបន្ទាប់មកអ៊ីស៊ូមីបានខឹងចំនួនលីអូរបស់យើងហើយបាននិយាយថាតើហេតុអ្វីទៅអ្នកដឹកនាំសាលាបាននិយាយថាវាធម្មតានោះទេហើយអ្នកដឹកនាំសាលាបានបោះក្រដាសនិយាយអំពីទូប្ររបស់យើងអ្នកដឹកនាំសាលាបាននិយាយថាបន្ទុកប្រឡងចិត្តស្ដាយរបស់គាត់គឺទាបបំផុត
តហើយគាត់មិនដែរយកឈ្នះក្នុងការប្រកួតមួយណាឡើយតាំងពីចោះឈ្មោះចូលរៀនដំបូងមកនិស្សិតដែលគ្មានទេពកោសល្យនៅក្នុងការប្រើប្រាស់វេទមន្តមិនមានអនាគតទេនេះគឺជាការសម្ដែងមេត្តាករុណាហើយយើងមើលទៅទឹកមុខរបស់ទូប្រុសរបស់យើងទៅគឺជាផ្ដាំមើលហើយប្រហែលភាគខាងមុខទៀតអ្នកទាំងពីរប្រហែលជាបានប៉ះគ្នាលីអូរបស់យើងបានអោនរើសកណ្ដាលហើយនិយាយថាដូច្នេះខ្ញុំត្រូវតែបង្ហាញពីសមត្ថភាពរបស់ខ្ញុំមែនទេអំពីការប្រកួតដែលត្រូវបានកំណត់សម្រាប់ខែនេះប្រសិនបើខ្ញុំឈ្នះរកគ្នាបន្ទាប់មកសម្ដកបញ្ជាសម្រាប់ការបណ្ដេញខ្ញុំចេញអ្នកដឹកនាំសាលាបាននិយាយថាតើអ្នកបាននិយាយអ្វីហើយគាត់បានក្រឡេកឃើញក្រដាសដែលប្រកួតគ្នាកូរូបេរបស់យើងត្រូវប៉ះជាមួយសូយ៉ាលេខ15និងប៉ះជាមួយនឹងលេខ2ក្រោយពីឃើញតារាងប្រកួតហើយគាត់បាននិយាយថាអញ្ចឹងល្អខ្ញុំនឹងទទួលយកសំណើរបស់អ្នកលីអូរបស់យើងបានញញឹមហើយបានគិតក្នុងចិត្តថាទីបំផុតត្រូវបានជាប់អន្ទាក់របស់ខ្ញុំមួយហើយលីអូរបស់យើងបាននិយាយទៅកាន់អ្នកដឹកនាំសាលាថាល្អហើយអញ្ចឹងខ្ញុំបានសម្រេចចិត្តរួចហើយស្អីរឿងបានកាន់មកដល់ពេលយប់យើងបានឃើញលីអូរបស់យើងកំពុងតែមើលក្រដាសតារាងប្រកួតគ្នាថ្ងៃណាត្រូវប៉ះជាមួយនឹងនោះណាដោយសារតែមិនមានតួអង្គសំខាន់គេមិនបានប្រាប់ឈ្មោះរបស់យើងនោះទេយើងបានត្រឹមថាថ្ងៃ31តួប្រុសរបស់យើងត្រូវប៉ះជាមួយអាផ្នែក4តែប៉ុណ្្នឹងទេស្អីរឿងបានកាត់ទៅដល់មុនពេលដែលតួប្រុសរបស់យើងធ្វើដំណើរមកដល់បន្ទប់យើងក៏បានលើកសំឡេងអ៊ីស៊ូមីបានស្រែកទៅកាន់កូរូបេរបស់យើងថាសូមរងចាំមើលផ្លែតអ្នកគួរតែលេបពាក្យសម្ដីរបស់អ្នកវិញទៅការដេញសិស្សចេញពីសាលាមួយនេះដំបូងគ្រាន់តែបណ្ដេញសិស្សណាដែលរៀនមិនសូវបានល្អតែប៉ុណ្ណោះនេះមានន័យថាបើអ្នកទទួលសំណើមួយនោះអ្នកគ្រាន់តែចាញ់មួយការប្រកួតតែប៉ុណ្ណោះអ្នកនឹងត្រូវគេបណ្ដេញចេញខ្ញុំជឿលើសមត្ថភាពរបស់អ្នកកូរូបេប៉ុន្តែ President Soya គឺជាអ្នកស្ទាត់ជំនាញជាមួយនឹងការប្រើប្រាស់វេទមន្តកូរូបេរបស់យើងបានតបថាអរគុណដែលបង្រៀនអំពីខ្ញុំបន្ទាប់មកលីអូរបស់យើងក៏បានបែរមុខហើយដើរចេញជាមួយពាក្យសម្ដីក្នុងចិត្តថាដូចនេះទៅហើយខ្ញុំគួរតែបង្ហាញអ្នកទាំងអស់គ្នានៅអ្វីគ្រប់យ៉ាងកាត់មកដល់ពេលបច្ចុប្បន្នវិញយើងក៏បានឃើញលូណាកំពុងតែអង្គុយគិតអ្វីហើយនាងបាននិយាយទៅកាន់លីអូរបស់យើងថាផែនការដំបូងរបស់យើងគឺគ្រាន់តែមិនចូលរៀនគឺវាមិនអីទេសម្រាប់យើងលីអូរបស់យើងបានតបថាទេការស្នាក់នៅទីនេះគឺល្អសម្រាប់ការស្វែងរកដំណឹងរបស់សេលូណាតបថានេះអាចជាការប៉ັດប៉ុន្តែលីអូរបស់យើងបានគិតក្នុងចិត្តថាតើអ្នកដឹកនាំសាលានិងសេមានតែអ្នកតំណងជាមួយគ្នាទេបន្ទាប់មកលីអូរបស់យើងបាននិយាយទៅកាន់លូណាថាវាអាចទៅរួចដោយសេមានទំនាក់ទំនងជាមួយអ្នកដឹកនាំសាលាលូណាបានតបថាវាមិនអាចទៅរួចនោះទេក្នុងករណីបែបនេះព្រោះអីពេលដែលមនុស្សឆ្លងមកពីពិភពមួយទៀតខ្ញុំអាចដឹងពីពួកគេតួប្រុសរបស់យើងបាននិយាយថាខ្ញុំយល់ហើយលីអូរបស់យើងបាននិយាយបន្ថែមទៀតថានិយាយម្យ៉ាងទៀតទៅអ្វីដែលយើងត្រូវធ្វើគឺកម្ចាត់ខ្លោងទ្វារបិទខណៈពេលដែលយើងកំពុងតាមរក Bearer និងសេងផងដែរពេលដែលនិយាយទៅដល់រឿងនឹងដែលធ្វើឲ្យទឹកមុខលូណារបស់យើងប្រែប្រួលភ្លាមពេលដែលបានឃើញអញ្ចឹងលីអូរបស់យើងបានសួរទៅកាន់លូណាថាតើមានអ្វីខុសមែនទេលូណារបស់យើងបានតបថាគ្មានអ្វីទេទោះខ្ញុំបានទទួលបញ្ជាពីព្រះមែនប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជានាំយកអ្នកមកទទួលបន្ទប់ដ៏ធ្ងន់ធ្ងរបែបនេះណាលីអូសាម៉ាហើយលីអូរបស់យើងក៏បានអរគុណទៅកាន់លូណាដែលបារម្ភអំពីគាត់លូណារបស់យើងបានតបជាមួយនឹងភាពញាប់អើថាការអរគុណលីអូរបស់យើងបានដើរទៅមាត់បង្អួចហើយនិយាយថាអរគុណដែលបានផ្ដល់ជីវិតទី2មកឲ្យខ្ញុំដើម្បីសងសឹកជាមួយសេតហើយខ្ញុំនឹងកញ្ចប់ស្ដេចបិសាច Bearer ដែលមានការគំរាមកំហែងដល់ប្រជាជនដូច្នេះបើវាជាបញ្ជារបស់ព្រះខ្ញុំនឹងធ្វើតាមលីអូរបស់យើងបានងាកមកក្រៅហើយនិយាយថាអ្នកមិនចាំបាច់សុំទោសមកកាន់ខ្ញុំទេលូណារបស់យើងបានមើលទៅកាន់លីអូយ៉ាងផ្លឹកតែម្ដងហើយបានគិតក្នុងចិត្តថាគាត់ពិតជាមិនដឹងថាពិតជាអ្វីនោះទេហើយនាងបន្តគិតទៀតថាខ្ញុំសប្បាយចិត្តណាស់លីអូសាម៉ាគឺជាអ្នកដែលត្រូវបានជ្រើសរើសបន្ទាប់មកលីអូរបស់យើងបាននិយាយថាឥឡូវនេះខ្ញុំគួរតែសម្រាកដើម្បីយកកម្លាំងទុកត្រៀមប្រយុទ្ធនៅថ្ងៃស្អែកដែលធ្វើឲ្យលូណារបស់យើងបានភ្ញាក់មកវិញលូណារបស់យើងបានសប្បាយចិត្តហើយបាននិយាយថាតោះយើងនឹងបង្ហាញអ្នកដឹកនាំសាលាថាអ្នកខ្លាំងប៉ុណ្ណាបន្ទាប់មកលូណារបស់យើងបានគិតថាខ្ញុំសូមឲ្យបំណងប្រាថ្នាលីអូសាម៉ាខ្លាចជាការពិតទៅចោះស្អីរឿងបានកាន់មកដល់ពេលព្រឹកនៅសៃវៀនប្រកួតយើងបានឃើញលីអូប៉ះជាមួយនឹងបរមម្នាក់ទៀតបាននិយាយថាខ្ញុំពិតជាសំណាងណាស់ដែលបានប៉ះជាមួយអ្នកចាញ់ដែលមិនដែលឈ្នះសូម្បីតែម្ដងបើចំពោះអ្នកទស្សនាវិញបាននិយាយថាវាងាយស្រួលសម្រាប់យកឈ្នះគាត់ទេខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយចំពោះគាត់ណាស់លីអូរបស់យើងបានត្រឹមតែដកដង្ហើមធំតែប៉ុណ្ណោះបន្ទាប់មកអញ្ញាកណ្ដាលបាននិយាយថាចាប់ផ្ដើមបន្ទាប់មកដៃគូរបស់ទូប្រុសរបស់យើងបានប្រើវេទមន្តខ្យល់ហើយនិយាយថាខ្ញុំយកឈ្នះរឿងនេះតែមួយការវាប្រហារតែប៉ុណ្ណោះញ៉ាំវាទៅហើយក៏បានបាញ់ធម្មពលធាតុខ្យល់នោះទៅកាន់ទូប្រុសរបស់យើងក្រៅពីធម្មពលនោះបានរលាយបាត់យើងមិនបានឃើញលីអូរបស់យើងនៅកន្លែងនោះទេហើយគូប្រកួតរបស់ទូប្រុសរបស់យើងបានគិតថាសង្ស័យអាមួយនឹងរលាយខ្លួនតាមវេទមន្តខ្យល់បាត់ទៅហើយបន្ទាប់មកលីអូរបស់យើងបាននិយាយថានៅពីកៅខ្នងរបស់ឯងនេះហើយលីអូរបស់យើងក៏បានប្រើវេទមន្តដែលមានឈ្មោះថារកប្រលេះចេញពីធាតុដីបាញ់ត្រូវគូប្រកួតរបស់គាត់ស្លាប់បាត់ទៅចំពោះអាញាកណ្ដាលវិញគឺមានមិនទាន់នោះទេបានកន្លែងចុះកន្លែងឡើងហើយនិយាយថាគូរបស់គឺជាអ្នកឈ្នះដែលធ្វើឲ្យអ្នកមើលទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយថានេះគ្រាន់តែជាចំណាក់ថ្នាំ23ចំពោះបណ្ឌិតសភានៅសាលានេះតែប៉ុណ្ណោះហេ
ហើយអ្វីបានជាគាត់គិតចេញពីការវាបហាយ៉ាងលឿនបែបនេះអ៊ីសមីរបស់យើងក៏បានសប្បាយចិត្តជាមួយការយកឈ្នះរបស់ទូប្ររបស់យើងផងដែរហើយបើនៅកន្លែងអាផ្នែក4វិញសិស្សប្រុសពីរនាក់នៅខាងក្រៅនោះបាននិយាយថាការប្រើប្រាស់វេទមន្តរបស់គាត់គឺលឿនបើចំពោះលូណារបស់យើងគឺខុសគេតែម្ដងបាទអង្គុយកន្លែងណាកន្លែងណីគឺខ្ពស់តែម្ដងហើយនាងបាននិយាយប្រាប់យើងផងដែរថាទូប្ររបស់យើងក្នុងការប្រកួតគាត់មិនប្រើវេទមន្តនេះធាតុខ្មៅនោះទេគ្រាន់តែសិស្សប៉ុណ្្នឹងឯគាត់ប្រើតែវេទមន្តធាតុធម្មតាក៏អាចយកឈ្នះបានដែរហើយលូណាបានបន្តនិយាយទៀតថាវាគឺដល់ពេលសម្រាប់អ្នកទាំងអស់គ្នាដឹងពីសមត្ថភាពរបស់លីអូសាម៉ាហើយថានឹងមានអ្វីកាត់ឡើងចំពោះការប្រកួតនៅខាងមុខវិញយើងក៏បានឃើញលីអូរបស់យើងប្រើតែមួយការវាបហាតែប៉ុណ្ណោះដែលធ្វើឲ្យសិស្សទាំងអស់នោះចាញ់ហើយក៏បានលើអ្នកអាញាកណ្ដាលនិយាយថាគូរ៉ូបឺនរបស់យើងជាអ្នកឈ្នះដៃគូប្រកួតរបស់ទូប្ររបស់យើងមួយទៀតក៏បានសុំចោះចាញ់តែម្ដងដែលធ្វើឲ្យអាញាកណ្ដាលប្រកាសថាគូរ៉ូបឺនយើងជាអ្នកឈ្នះពេលដែលបានឃើញបែបហ្នឹងអ្នកដឹកនាំសាលារបស់យើងបានទុកស៊ីជាខ្លាំងហើយបាននិយាយថាវាមិនអាចទៅរួចនោះទេគេបានយកឈ្នះ5ប្រកួតជាប់គ្នាហើយគ្រាន់តែមួយការវាប្រហែលជាវាមានល្បិចអីតែម្ដងហើយអ្នកដឹកនាំសាលាបានគិតទៀតថាតើគាត់ជាអ្នកដែលបានសម្អាតខ្លោងទ្វារពណ៌ក្រហមមែនទេនោះវាមិនអាចទៅរួចនោះទេគាត់មកដល់អូខ្វីរបស់គាត់វិញយើងក៏បានលើសម្លេងគូទ្វារហើយគាត់បាននិយាយថាឆាប់ចូលមកយើងបានឃើញអាផ្នែក4បើកទ្វារចូលមកហើយនិយាយថាអ្នកដឹកនាំអ្នកបានហៅខ្ញុំមកកន្លែងនេះអ្នកដឹកនាំសាលាបាននិយាយទៅកាន់អាផ្នែក4ថាតើក្នុងការប្រកួតអ្នកនឹងប្រឈមមុខជាមួយនឹងនិស្សិតដែលមានឈ្មោះថាកូរ៉ូបឺនមែនទេអាផ្នែក4បានតបវិញថាតើមានអ្វីខុសមែនទេអ្នកដឹកនាំសាលាបានតបវិញថាក្នុងការប្រកួតខ្ញុំចង់ឲ្យអ្នកប្រើកម្លាំងពេញលេញរបស់អ្នកខ្ញុំមិនជឿថាអ្នកនឹងបរាជ័យទេប៉ុន្តែខ្ញុំកំពុងតែប្រាប់អ្នកថាបើអ្នកធ្វើប្រហែសអាផ្នែក4បានតបវិញថាប្រឆាំងនឹងបុរសម្នាក់នោះគឺគ្មានបញ្ហានោះទេក្នុងករណីនោះខ្ញុំមិនអាចចាញ់បានទេបន្ទាប់មកអាផ្នែក4បានរៀបរាប់ថាខ្ញុំបានសិក្សាអំពីការវាយប្រហាររបស់កូរ៉ូបឺនទាំងអស់គាត់ប្រើតែវេទមន្តធាតុដីតែប៉ុណ្ណោះកូរ៉ូបឺនអាចយកឈ្នះអ្នកផ្សេងទៀតបានមែនប៉ុន្តែគាត់មិនមែនជាគូប្រកួតជាមួយខ្ញុំនោះទេអ្នកដឹកនាំសាលាបានតបថាខ្ញុំយល់ហើយអ្នកដឹកនាំសាលាបានគិតក្នុងចិត្តថាតើប៉ុណ្នេះខ្ញុំលែងបារម្ភអំពីបញ្ហានេះទៀតហើយយើងបានលើសំឡេងបិទទ្វារលូសូតែគ្រងតែម្ដងយើងបានឃើញអាវ៉ែនតាដើរចេញពីកន្លែងនោះហើយបានគិតក្នុងចិត្តថាមើលទៅអ្នកដឹកនាំសាលាមានការបារម្ភចំពោះបរិសុទ្ធនោះខ្លាំងណាស់វាគ្មានផ្លូវដែលគាត់អាចយកឈ្នះខ្ញុំបានទេអាផ្នែក4នឹងអ្នកដឹកនាំសាលាពេលនេះកំពុងតែត្រូវល្បិចរបស់លីអូរបស់យើងហើយកាត់មកដល់កន្លែងប្រកួតវិញយើងក៏បានលើអ្នកប្រកាសបាននិយាយថាលីអូរបស់យើងជាអ្នកឈ្នះយើងបានឃើញគូរ៉ូបឺនរបស់យើងដើរចេញពីការប្រកួតយ៉ាងលយតែម្ដងដែលធ្វើឲ្យអ្នកទស្សនាទាំងអស់គ្នាមានការឆ្ងល់ជាខ្លាំងហើយក៏មាននរណាម្នាក់ហូចទៅកាន់លីអូរបស់យើងបានងាកមកហើយនិយាយថាអ៊ីសមីបាននិយាយថាការងាររបស់អ្នកហាក់ដូចជារលូនណាស់អ៊ីសមីបាននិយាយទៅកាន់លីអូរបស់យើងទៀតថាខ្វះតែបន្តិចទៀតទេអ្នកគឺលែងត្រូវបានបណ្ដេញចេញទៀតហើយលីអូរបស់យើងបានតបថាយ៉ាត្រូវហើយខ្ញុំគ្រាន់តែត្រូវការយកឈ្នះនៅថ្ងៃនេះតែប៉ុណ្ណោះអាផ្នែក4បានស្ដាប់លើការសន្ទនាទាំងអស់នោះយើងមើលទៅទុកមុខវាទៅដឹងហើយកើតមកដល់ការប្រកួតអ្នកប្រកាសបាននិយាយថានេះគឺជាវគ្គបញ្ចប់នៃការប្រកួតមួយនេះគូរ៉ូបឺនគឺត្រូវប៉ាជាមួយនឹងសូយ៉ាមុននឹងចាប់ផ្ដើមនៃការប្រកួតមួយនេះគេឲ្យអ្នកទាំងពីរនិយាយឌឺដងគ្នាសិនបាទដោយអាផ្នែក4បាននិយាយទៅកាន់គូរ៉ូបឺនរបស់យើងថាអ្នកបានទទួលការសរសើរពីអ្នកគាំទ្រនាពេលដែលអ្នកបានឈ្នះថ្មីនេះលីអូរបស់យើងបានតបថាខ្ញុំមិនមានអារម្មណ៍រីករាយជាមួយពួកទាំងនោះទេខ្ញុំគ្រាន់តែត្រូវការយកឈ្នះតែប៉ុណ្ណោះតើអ្នកឃើញទេហើយអាផ្នែក4បានតបវិញថាតើអ្នកនឹងអាចយកឈ្នះខ្ញុំបានមែនទេលីអូរបស់យើងបានតបថាវាជាការពិតហើយនេះគឺជាអ្វីដែលខ្ញុំត្រូវធ្វើអាផ្នែក4តបដោយភាពជឿជាក់របស់វាថាតើអ្នកមានអ្វីមកសម្អាងភាពក្លាហានរបស់អ្នកខ្ញុំនឹងធ្វើឲ្យការសម្រេចចិត្តរបស់អ្នកមានភាពសោកស្ដាយចំពោះអ៊ីស៊ូមីលូណានិងអ្នកដឹកនាំសាលាកំពុងតែទន្ទឹមរង់ចាំមើលបន្ទាប់មកអាញាកណ្ដាលបាននិយាយថាចាប់ផ្ដើមគូបដិបត្តិទាំងពីរបានឈរមើលគ្នាមួយសន្ទុះបន្ទាប់មកអាផ្នែក4បានប្រើវេទមន្តលីអូឈរដូចជាធម្មតាអញ្ចឹងទូគេប្រើវេទមន្តក៏ដោយអាវ៉ែនតាបានគិតថាខ្ញុំនឹងហែករបាំងមុខរបស់គាត់អាផ្នែក4បានជុកចេញជាព្រួញយន្តទាចេញពីវេទមន្តខ្យល់ដែលមានកម្រិតខ្ពស់ខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចវេទមន្តនៅក្នុងរឿងនេះគេបែងចែកជា3ចំណាត់ថ្នាក់មានកម្រិតទាបកម្រិតមធ្យមនិងកម្រិតខ្ពស់អាផ្នែក4បានចាប់ផ្ដើមទីងព្រួញបាញ់ទៅ3គ្រាប់សម្រុកទៅលីអូរបស់យើងបន្ទាប់មកលីអូរបស់យើងក៏បានដាក់ដៃទៅក្រោមដីហើយជុកចេញជារនាំងការពារមួយដែលមានឈ្មោះថា Clever ចេញពីវេទមន្តដីការពារនឹងការវាបហាមួយនោះបានសម្រេចដែលធ្វើឲ្យអាផ្នែក4បានមានការភ្ញាក់ផ្អើលជាខ្លាំងហើយវាបានគិតថាគាត់អាចទប់ទល់ជាមួយនឹងវេទមន្តខ្យល់កម្រិតខ្ពស់បានហើយវេទមន្តខ្យល់មួយនោះគឺបាញ់ទៅមុនគាត់ជុកជាវេទមន្តរនាំងការពារទៀតផងហើយអ្វីបានជាគាត់ជុកចេញវេទមន្តលឿនយ៉ាងនេះវេទមន្តរបស់ទូប្រុសរបស់យើងក៏បានចាប់ផ្ដើមរលាយយើងក៏បានឃើញសភាពរបស់ទូប្រុសរបស់យើងឈរឡើងលយតែម្ដងមិនមែនតែអាផ្នែក4មានការភ្ញាក់ផ្អើលនោះទេអ្នកមើលក៏មានការភ្ញាក់ផ្អើលផងដែរអាផ្នែក4បានគិតថាទេសម្រួលអារម្មណ៍ចាស់គាត់អាចប្រើប្រាស់វេទមន្តដីបានតែប៉ុណ្ណោះវាមិនទាន់ដឹងថាវាចាញ់បោកទូប្រុសរបស់យើងនោះទេថាទូប្រុសរបស់យើងគឺមាន5វេទមន្តច្រឡំ5ធាតុបន្ទាប់មកអាផ្នែក4បានលើកដៃហើយវាបានបញ្ជាដីដែលបានបាក់បាញ់នៅកន្លែងនោះបន្ទាប់មកវាបានបញ្ជាដីទាំងអស់នោះបើការវា
វាបហាទៅកាន់តួប្ររបស់យើងដែលវេទមន្តមួយនោះមានឈ្មោះថាភ្លៀងដីលីអូរបស់យើងក៏បានប្រើវេទមន្តធាតុខ្យល់បង្កើតបានជាខ្យល់ព្យុះគួចដីទាំងអស់នោះទៅបាត់ទៅដែលដីទាំងអស់នោះធ្លាក់មកគឺដូចជាដីកូនក្មេងគប់លេងអញ្ចឹងពេលនេះអាភ្នែក4ក៏បានចាប់ផ្ដើមភ័យបន្តិចហើយព្រោះឃើញតួប្ររបស់យើងបានប្រើវេទមន្តចំនួន2ចំពោះអ្នកទស្សនាវិញបានស្រែកហូរជាខ្លាំងហើយបាននិយាយថាគាត់ពិតជាអស្ចារ្យណាស់ដែលអាចទប់ទល់នឹងការវាយប្រហាររបស់ President ចំនួន2ដងនៅកន្លែងអ៊ីស៊ូមីវិញអ៊ីស៊ូមីបានគិតថាអ្នកដែលអាចប្រើវេទមន្ត2ធាតុផ្សេងគ្នាបានគឺមានតិចតួចណាស់ព្រោះដើម្បីខ្លាចជាម្ចាស់នៃធាតុនីមួយៗគឺចំណាយពេលយូរណាស់ដើម្បីប្រើធាតុទាំងអស់ជាមួយនឹងការស្ទាត់ជំនាញបែបនេះគឺគ្រាន់តែមិនដឹងថាគ្រាន់តែអ្វីនោះទេព្រោះសាច់រឿងអត់បានប្រាប់ហើយនាងបាននិយាយទៀតថាគោរបែខ្ញុំមិនអាចយល់ពីអ្នកបានមែនអាភ្នែក4បាននិយាយថាអ្នកមិនអាចគួរប្រើវេទមន្តផ្សេងក្រៅវិធីដីនេះបានទេលីអូរបស់យើងបានតបថាអ្នកពិតជាមិនគួរមើងងាយសមត្ថភាពរបស់មនុស្សផ្សេងទេអាភ្នែក4បានតបថាតើអ្នកបាននិយាយអ្វីលីអូរបស់យើងបានតបថាតាមការវិភាគរបស់ខ្ញុំនិងភាពក្អើកក្តោងរបស់អ្នកធ្វើខ្ញុំបានវិភាគថាអ្នកជាអ្នកប្រើវេទមន្តស្ទាត់ជាមួយនឹងចម្ងាយក្រៅពីបានលឺអញ្ចឹងអាភ្នែក4មានការភ័យជាខ្លាំងព្រោះគេបានដឹងពីសមត្ថភាពរបស់ខ្លួនមើលចំពោះលីអូរបស់យើងវិញលីអូរបស់យើងបានក្តាប់ដៃយ៉ាងណែនតែម្ដងដូចជាខឹងរឿងអ្វីមួយអញ្ចឹងយើងបានឃើញអាភ្នែក4កំពុងតែដើរទៅកន្លែងលីអូរបស់យើងវាបានប្រើវេទមន្តធាតុទឹកហើយវាគិតក្នុងចិត្តវាថាដើម្បីឲ្យឈរក្បែរអ៊ីស៊ីមីបាខ្ញុំត្រូវតែខ្លាចជាអ្នកលេងវេទមន្តអស្ចារ្យវេទមន្តរបស់អាភ្នែក4កាន់តែខ្លាំងទៅហើយដែលធ្វើឲ្យមានចំហាយចាំងភ្នែកជាខ្លាំងទៅដល់ទស្សនិកជនដែលបានទស្សនាហើយអាភ្នែក4បានបើកការវាបហាទៅកាន់លីអូរបស់យើងជាមួយនឹងពាក្យសម្ដីថាមួយនេះគឺវាត្រូវបញ្ចប់ហើយយើងក៏បានឃើញវេទមន្តមនុស្សចេញពីក្រោមជើងរបស់លីអូរបស់យើងហើយបានខ្លាចជាព្យុះទឹកបើកការវាបហាទៅកាន់ទូប្ររបស់យើងត្រូវពេញតែម្ដងហើយអាភ្នែក4បានគិតថាវេទមន្តមួយនេះមិនអាចរៀបរៀងដោយវេទមន្តខ្យល់បានទេពេលនេះវាត្រូវបានបញ្ចប់ហើយលីអូរបស់យើងត្រូវបានជាប់ក្នុងដុំតកកនោះភ្លាមនោះយើងក៏បានឃើញដុំភ្លើងមួយចេញពីក្នុងដុំតកកនោះដែលធ្វើឲ្យដុំតកកនោះក៏បានចាប់ផ្ដើមប្រែអាវ៉ែនតាបានឃើញបែបនោះវាមានការភ្ញាក់ផ្អើលជាខ្លាំងហើយវានិយាយថាមិនអាចទៅរួចនោះទេវេទមន្តភ្លើងមួយនោះក៏បានចាប់ផ្ដើមខ្លាំងទៅហើយវេទមន្តភ្លើងមួយនោះក៏បានកំទេចដុំតកកនោះទៅលីអូរបស់យើងចេញមកយ៉ាងបែបសង្ហាតែម្ដងអាភ្នែក4ពេលនេះកំពុងតែភ័យហើយវាបានគិតក្នុងចិត្តថាមាន3ធាតុវាមិនអាចទៅរួចនោះទេភ្លាមនោះលីអូរបស់យើងបានជោគជ័យជាដុំតកកមួយធំប៉ុណ្ណានៃលើក្បាលរបស់អាភ្នែក4លីអូរបស់យើងបានក្តាប់ដៃបន្ទាប់មកដុំតកកទាំងអស់នោះក៏បានចាប់ផ្ដើមបែកខ្លាចជាដុំសួចបើកការវាប្រហារទៅកាន់អាភ្នែក4បានស៊ីមួយការវាប្រហារនោះត្រូវទាំងអស់តែម្ដងតកកទាំងអស់នោះនៅតែមកជាបន្តដែលធ្វើឲ្យអាភ្នែក4ក៏បានចាប់ផ្ដើមកក់មុខវាបន្តិចហើយវាក៏បានលើជាគងហើយដួលទៅដោយសារមិនអាចទប់ទល់នឹងការវាប្រហារនោះបានទេយើងបានឃើញជើងរបស់ទូប្ររបស់យើងដើរមកខាងមុខហើយទូប្ររបស់យើងបាននិយាយទៅកាន់អាភ្នែក4ថាខ្ញុំនឹងផ្ដល់ពាក្យដំបូងមានមួយទៅកាន់អ្នកប្រសិនបើជាអ្នកពិតជាមានកម្រងឈានទៅដល់ចំណុចកំពូលនៃវេទមន្តបន្តប្រឈមមុខនឹងបញ្ហាហើយទៅខាងមុខដល់លើអ្វីដែលអ្នកនឹងត្រូវសម្រេចប៉ុន្តែសម្បីក៏ពេលនោះក៏ដោយវានៅតែមានរបបជាច្រើនដែលហួសពីសមត្ថភាពរបស់អ្នកពេលនេះអាភ្នែក4ក៏បានចាប់ផ្ដើមខឹងហើយក្តាប់ដៃយ៉ាងណែនដោយសារតែវាមិនអាចតបតជាមួយនឹងតួប្ររបស់យើងបានវាបាននិយាយថាតើនរណាវានៅក្នុងពិភពលោកនេះមែនទេតួប្ររបស់យើងបានដើរចេញហើយអាភ្នែក4ក៏បានចង់បើកការវាប្រហារទៅកាន់តួប្ររបស់យើងលីអូយើងបានបែរមុខមកក្រោយហើយនិយាយថាសូម្បីតែខ្ញុំក៏មានអ្វីដែលត្រូវធ្វើផងដែរយើងបានឃើញអាភ្នែក4បានដេកស្ប៉ាបាត់ទៅហើយអាញាកដាបាននិយាយថាកូរ៉ូបែនគឺជាអ្នកឈ្នះពេលនេះសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ក្រៅពីចេញវីដេអូនេះខ្ញុំបាទសូមសម្រាប់មួយរយៈសិនព្រោះដោយសារតែកម្មករធ្វើ YouTube ម្នាក់នេះមិនមានអ្នកឧបត្ថម្ភអញ្ចឹងមិនសូវមានកម្លាំងចិត្តធ្វើនោះទេអ្នកទាំងអស់គ្នានឹងជួបខ្ញុំនៅពេលឆាប់ៗនេះនៅវីដេអូក្រោយ